សួស្តីបងប្អូនទាំងអស់គ្នាយប់នេះចេញមកឡងទៀតហើយដំណើរខ្មោចនៅយប់នេះគឺជារឿងរ៉ាវរបស់បងប្រុសម្នាក់ដែលគាត់បានទៅជួបហេតុការណ៍ដ៏រន្ធត់ហើយនឹងគួរឲ្យខ្លាចជាច្រើននៅក្នុងផ្ទះជួលមួយខ្នងហើយផ្ទះជួលដែលគាត់ទៅជួលហ្នឹងគឺគាត់ជួលដោយសារតែពេលហ្នឹងគាត់ខូចចិត្តគាត់មានវិបត្តិផ្លូវចិត្តដោយសារតែហេតុផលមួយចំនួនណាហើយគាត់ទៅជួលផ្ទះមួយខ្នងនោះគិតថាទៅនៅហើយអាចនឹងធ្វើអារម្មណ៍គាត់វាប្រសើរឡើងប៉ុន្តែវាអត់ទេពេលដែលគាត់ទៅជួលវាធ្វើឲ្យគ្រប់យ៉ាងធ្ងន់ធ្ងរជាងមុនទៅទៀតហើយហេតុការណ៍ដែលគាត់ជួបនេះចុងក្រោយក៏ធ្វើឲ្យគាត់ភ្ញាក់ផ្អើលដែរដោយថាវាខុសពីអ្វីដែលគាត់គិតកន្លងមកអញ្ចឹងណាអូខេចឹងប្រហែលតែប៉ុណ្្នឹងទេចង់ដឹងថាគាត់ជួបហេតុការណ៍រន្ធត់អីខ្លះហើយវាគួរឲ្យខ្លាចវាសាហាវកម្រិតណាចឹងតោះចូលសាច់រឿងរបស់គាត់ទាំងអស់គ្នារឿងរ៉ាវមួយនេះកើតឡើងប្រហែលជា7ឆ្នាំមុនហើយជារឿងរ៉ាវរបស់បងប្រុសម្នាក់ឈ្មោះថារិទ្ធដែលបងរិទ្ធកាលនោះគាត់គឺជាមេជាងម៉ៅការសំណង់ហើយការងារ project ដែលគាត់ទទួលភាគច្រើនគឺជា project តូចៗទេដូចជាផ្ទះមួយជាន់ពីរជាន់ឬក៏ហាងកាហ្វេឬក៏ភោជនីយដ្ឋានតូចៗដោយសារតែការនោះគាត់ថាគាត់មិនសូវមានបទពិសោធន៍ច្រើនទេអញ្ចឹងគាត់អត់សូវហ៊ានទទួលការងារណាធំណាគាត់ទទួលបានតែការងារតូចៗទេហើយការសម័យនោះគាត់ជួលផ្ទះមួយខ្នងនៅភ្នំពេញប៉ុន្តែគាត់នៅភ្នំពេញពិតមែនតែគាត់ទទួលការងារ25ខេត្តក្រុងដោយថាគាត់អាសាចុះទៅតាមខេត្តទៅមើលការដ្ឋានផ្សេងនៅតាមខេត្តណាហើយបងរិទ្ធគាត់ថាការដែលគាត់នៅផ្ទះជួលនៅភ្នំពេញហ្នឹងគាត់មិនមែននៅតែម្នាក់ឯងទេគឺគាត់នៅជាមួយនឹងសង្សាររបស់គាត់គឺកាលនោះគាត់មានសង្សារម្នាក់ឈ្មោះថាសាហើយពីរនាក់គាត់ហ្នឹងតាក់ទងគ្នាយូរហើយតាំងពីសម័យនៅរៀនមិនតាន់ចប់ម៉េះហើយពីរនាក់គាត់មិនតាន់រៀបការទេប៉ុន្តែគាត់នៅផ្ទះជាមួយគ្នាហើយចាស់ទុំទាំងសងខាងគាត់ដឹងឮអញ្ចឹងក៏អនុញ្ញាតឲ្យពីរនាក់គាត់នៅជាមួយគ្នាទៅហើយជាសារសង្សារបងរិទ្ធហ្នឹងគាត់ធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយហើយជាទូទៅពីរនាក់គាត់មិនសូវជាមានពេលវេលាជាមួយគ្នាច្រើនទេពីព្រោះព្រឹកឡើងគឺជាសារទៅធ្វើការបាត់ហើយយប់ឡើងបានគាត់ត្រឡប់មកវិញហើយបងរិទ្ធដូចគ្នាព្រឹកឡើងគឺគាត់ចេញទៅក្រៅហើយពេលខ្លះបងរិទ្ធគាត់ចុះទៅខេត្តចុះទៅអី2-3ថ្ងៃទៀតអញ្ចឹងជាសារគាត់នៅផ្ទះតែម្នាក់ឯងទេនិយាយទៅពីរនាក់គាត់ពេលវេលាដែលនៅជាមួយគ្នាភាគច្រើនគឺនៅតែពេលយប់ទេពេលយប់មកពីធ្វើការវិញក៏ជុំគ្នាញ៉ាំបាយញ៉ាំទឹកចឹងទៅដូចប្តីប្រពន្ធដូចគ្រួសារមួយចឹងគាត់តែថាពីរនាក់គាត់មិនទាន់រៀបការហើយបងរិទ្ធគាត់ថាពីរនាក់គាត់ទោះបីជាមិនសូវមានពេលដើរលេងជាមួយគ្នាឬក៏ sweet ជាមួយគ្នាពិតមែនប៉ុន្តែពីរនាក់គាត់ស្រឡាញ់គ្នាណាស់គឺពីរនាក់គាត់ហ្នឹងពេលដែលនៅជាមួយគ្នាតែងតែនិយាយពីរឿងរៀបការនិយាយពីគម្រោងថ្ងៃអនាគតគាត់ចង់បើករកស៊ីអីហើយរៀបការឲ្យទៅនៅកន្លែងណាទិញផ្ទះរបៀបម៉េចនិយាយទៅពីរនាក់គាត់មានក្តីសម័យជាមួយគ្នាមិនមែនតាក់ទងគ្នាលេងបែកថ្ងៃណាថ្ងៃហ្នឹងអីគឺអត់ទេពីរនាក់គាត់មានគម្រោងជាមួយគ្នានៅថ្ងៃអនាគតហើយបងរិទ្ធគាត់ប្រើជីវិតជាមួយសង្សារគាត់បែបហ្នឹងរហូតដល់គាត់អាយុ30ឆ្នាំដែលជាឆ្នាំគត់របស់គាត់ហើយបងរិទ្ធគាត់ថាពេលដែលគាត់គត់ឆ្នាំហ្នឹងគាត់មិនដឹងមិនទេពេលនោះគាត់ថាការងារដែលគាត់មានតាំងប្រមាណវាចាប់ផ្ដើមស្ងាត់វាចាប់ផ្ដើមបាត់អស់ឬក៏មានបញ្ហាមានឧបសគ្គច្រើនមែនទែនហើយការងារដែលធ្លាប់តែចូលក៏វាលែងចូលការងារដែលគាត់កំពុងតែធ្វើក៏គេផ្ដាច់កិច្ចសន្យានិយាយទៅវាចេះតែមានរឿងចេះតែមានឧបសគ្គអញ្ចឹងធ្វើឲ្យជីវិតគាត់ពេលនោះគឺពិបាកមែនទែនហើយការងារខ្លះគាត់ត្រូវខាតបង់លុយត្រូវចាញ់បោកគេគឺដូចថារិស័យគាត់បីនោះវាស្រុតហ្មងអាចនឹងថាដោយសារតែគាត់គត់ឆ្នាំក៏ថាបានដែរហើយការងារគាត់កំពុងតែពិបាករិស័យគាត់កំពុងតែស្រុតបែបហ្នឹងហើយស្រាប់តែមានថ្ងៃមួយដែលជាថ្ងៃធ្វើឲ្យជីវិតបងរិទ្ធហ្នឹងគាត់រស់គ្មានក្តីសុខទៀតទេគឺបងរិទ្ធគាត់ថាថ្ងៃមួយហ្នឹងពេលដែលគាត់កំពុងតែធ្វើដំណើរមកផ្ទះស្រាប់តែគាត់ធ្វើដំណើរសុកមានលេខទូរស័ព្ទខលមកហើយលេខទូរស័ព្ទខលមកហ្នឹងគឺជាលេខទូរស័ព្ទសង្សាររបស់គាត់ហើយបងរិទ្ធគាត់ឃើញអញ្ចឹងគាត់ក៏លើកទទួលធម្មតាទៅប៉ុន្តែពេលដែលគាត់លើកទទួលស្រាប់តែសំឡេងដែលនៅក្នុងទូរស័ព្ទហ្នឹងមិនមែនជាសំឡេងចាសាសង្សារគាត់ទេសំឡេងនៅក្នុងទូរស័ព្ទគឺជាសំឡេងប៉ូលីសហើយប៉ូលីសគេខលមកហ្នឹងគឺគេចង់ប្រាប់ដំណឹងឲ្យបងរិទ្ធដឹងថាចាសាសង្សារគាត់ហ្នឹងឥឡូវកំពុងតែបញ្ជូនទៅមន្ទីរពេទ្យដោយសារតែសង្សារគាត់ហ្នឹងជួបគ្រោះថ្នាក់ចរាចរណ៍ហើយមើលទៅរបួសធ្ងន់ធ្ងរណាស់អញ្ចឹងគេខលមកផ្ដល់ដំណឹងឲ្យបងរិទ្ធហ្នឹងបញ្ញាប់ទៅមើលចាសានៅពេទ្យផងគឺអាហ្នឹងពេលដែលបងរិទ្ធគាត់លើកទូរស័ព្ទមកសំឡេងប៉ូលីសគាត់និយាយមកបែបហ្នឹងហើយបងរិទ្ធគាត់លឺហើយគាត់ភ័យគាត់តក់ស្លុតណាស់
គឺអត់មានគិតអីច្រើនទេហើយពេលហ្នឹងពេលល្ងាចគាត់ខលមកលឺបែបហ្នឹងភ្លាមបងរត់ប្រញាប់ធ្វើដំណើរទៅមន្ទីរពេទ្យផ្លែតប៉ុន្តែជាអកុសលពេលដែលគាត់ទៅដល់មន្ទីរពេទ្យគឺជាសារសង្សារគាត់ហ្នឹងណាស្លាប់បាត់ហើយដោយថាគាត់ត្រូវគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ពេកណាចឹងដឹកទៅដល់មន្ទីរពេទ្យចាសារក៏ដាច់ខ្យល់ស្លាប់ទៅហើយបងប្អូនគិតមើលទៅបងរត់គាត់មានអារម្មណ៍បែបណាដែលដូចបញ្ជាក់មុននឹងអញ្ចឹងណាបងរត់គាត់ស្រឡាញ់សង្សារគាត់ណាហើយពីរអ្នកគាត់មានកម្រងរៀបការជាមួយគ្នាក្នុងពេលឆាប់អញ្ចឹងដល់ពេលបងរត់មកឃើញសភាពជាសាររបួសធ្ងន់ហើយបាត់បង់ជីវិតបែបហ្នឹងបងរត់ពេលហ្នឹងគាត់សឹងតែឈួតគាត់យំផងអីផងនិយាយទៅអារម្មណ៍ពេលហ្នឹងវាពិបាកនឹងអធិប្បាយគាត់ទទួលយកអត់បានណាវាលឿនពេកដោយថាព្រឹកមិញទៅតែលាគ្នាទៅធ្វើការរៀងខ្លួនហើយទៅពេលឥឡូវនេះចេះសារស្លាប់បាត់អញ្ចឹងយើងគិតមើលទៅវាលឿនណាគាត់ពេលហ្នឹងទទួលយកអត់បានទេបានតែធំឈោយំហើយអោបសាកសពចេះសារហ្នឹងហើយក៏អញ្ចឹងទៅក្រោយមកក៏យកសាកសពចេះសារហ្នឹងទៅធ្វើពិធីបុណ្យសពនៅឯស្រុកកណើតរបស់គាត់ទៅខាងម៉ាក់ប៉ាចេះសារហើយបងរត់គាត់ក៏ទៅចូលរួមទៅជួយរៀបពិធីបុណ្យសពហ្នឹងហើយដល់ពេលធ្វើពិធីបុណ្យសពឲ្យចេះសាររួចរាល់អស់ហើយបានបងរត់គាត់ត្រឡប់មកផ្ទះជួលនៅភ្នំពេញវិញប៉ុន្តែបងប្អូនដឹងទេបងរត់គាត់ថាពេលដែលគាត់ត្រឡប់មកផ្ទះជួលដែលធ្លាប់នៅជាមួយចេះសារហ្នឹងបងរត់គាត់នៅអត់កើតទេហើយនៅអត់កើតហ្នឹងមិនមែនដោយសារចេះសារមកលងឬក៏ឃើញវិញ្ញាណចេះសារអីទេណាគឺបងរត់គាត់ថាពេលនោះអត់មានឃើញអីទេប៉ុន្តែអារម្មណ៍គាត់វានៅអត់កើតដោយសារតែបងរត់គាត់ថាមិនថាគាត់កលែកទៅជ្រុងណាទេគាត់តែងតែនឹកឃើញដល់ចេះសារឧទាហរណ៍ថាពេលដែលគាត់ទៅអង្គុយញ៉ាំបាយគាត់សម័យឃើញរូបចេះសារហ្នឹងអង្គុយញ៉ាំបាយជាមួយគាត់ឬក៏គាត់គេងលើគ្រែគាត់សម័យឃើញចេះសារគេងនៅលើគ្រែជាមួយគាត់កលែកទៅទូកៅអៅគាត់សម័យឃើញចេះសារបើកទូកៅអៅនិយាយទៅជ្រុងណាក៏ដោយនៅក្នុងផ្ទះហ្នឹងបងរត់គាត់សម័យឃើញចេះសារទាំងអស់គឺដោយរបៀបថាគាត់បំភ្លេចអត់បានណាវាថ្មីពេកអញ្ចឹងរាល់ពេលដែលគាត់នឹកឃើញគឺបងរត់ហ្នឹងគាត់តែងតែហូរទឹកភ្នែកយំដោយអត់ដឹងខ្លួនគឺវាពិបាកទ្រាំពិបាកធ្វើចិត្តមែនតើហើយដោយសារតែគាត់ចេះតែនឹកឃើញចេះតែសម័យឃើញរូបភាពចេះសារបែបហ្នឹងបានបងរត់គាត់សម្រេចចិត្តថាគាត់អត់នៅផ្ទះនឹងទៀតទេដោយសារតែគាត់នៅនឹងគាត់ធ្វើអត់កើតទេអារម្មណ៍គាត់អត់មូលការងារគាត់ក៏ដំណើរការទៅមុខអត់បានអញ្ចឹងដល់ពេលគាត់ពិបាកនៅពេកបងរត់គាត់ក៏សម្រេចចិត្តបដូរកន្លែងនៅហើយបញ្ជាក់ម្ដងទៀតបងរត់គាត់បដូរកន្លែងនៅមិនមែនគាត់ខ្លាចចេះសារមកលងឬក៏ឃើញវិញ្ញាណចេះសារអីទេគឺដោយសារតែគាត់ធ្វើចិត្តអត់បានគាត់ចេះតែសម័យខ្លួនឯងអញ្ចឹងឥឡូវនេះគាត់គិតហ្មងទៅដើម្បីឲ្យអារម្មណ៍គាត់វារៀងស្ងប់បន្តិចអញ្ចឹងបងរត់ហ្នឹងគាត់ក៏ចេញពីផ្ទះហ្នឹងទៅហើយពេលហ្នឹងគាត់ថាការងារគាត់ផ្សេងវាបាត់អស់ហើយគឺនៅតែការងារមួយទេដែលការងារមួយនោះនៅខេត្តព្រៃវែងជាការដ្ឋានសាងសង់ផ្ទះកម្ពស់3ជាន់ហើយបងរត់គាត់កំពុងតែធ្វើការងារផ្ទះមួយនោះអញ្ចឹងដោយសារតែគាត់មាន project នៅខេត្តព្រៃវែងហ្នឹងអញ្ចឹងបងរត់គាត់ក៏សម្រេចចិត្តថាឬទៅនៅព្រៃវែងហ្មងទៅនៅចិត្តកន្លែងការងារកុំឲ្យវាពិបាកធ្វើដំណើរទៅវិញទៅមកអញ្ចឹងណាហើយគាត់ថានៅតែមួយរយៈខ្លីទេចាំមើលធ្វើ project ហ្នឹងហើយចាំគាត់រើទៅនៅកន្លែងផ្សេងទៀតក៏បានដែរអញ្ចឹងឥឡូវនេះទៅនៅចិត្តការងារទៅវាស្រួលហើយបងរត់គាត់កិនអញ្ចឹងគាត់ក៏ធ្វើដំណើរទៅមើលការដ្ឋានគាត់នៅព្រៃវែងហ្នឹងទៅហើយទៅមើលទៅសង្កេតការនៅការដ្ឋានមកសតុះទៅបានគាត់រកផ្ទះជួលហើយផ្ទះជួលដែលគាត់រកពេលហ្នឹងគឺបងរត់គាត់ចម្លែកមែនតើគាត់អត់ទៅរកផ្ទះជួលណាដែលអ៊ូអឬក៏សុវត្ថិភាពមានមនុស្សនៅជុំវិញអីគឺបងរត់គាត់អត់រកផ្ទះបែបហ្នឹងទេផ្ទះដែលបងរត់រកគឺគាត់ចង់បានផ្ទះដែលស្ងាត់មិនសូវមានមនុស្សនៅជុំវិញហើយមិនសូវមានសម្លេងម៉ូតូឡានឆ្លងកាត់ច្រើនណានិយាយទៅបងរត់ពេលហ្នឹងគាត់ដូចមនុស្សឈួតចឹងគាត់ចង់នៅតែឯងនៅស្ងាត់ដើម្បីឲ្យគាត់មានសមាធិធ្វើការឲ្យគាត់នឹងស្ងប់អារម្មណ៍និយាយទៅពិបាកចិត្តពេកទៅជាមនុស្សដែល introvert អត់ចង់ជួបអ្នកណាអត់ចង់នៅក្បែរអ្នកណាទេចង់នៅស្ងាត់ហើយដោយសារតែការចង់នៅស្ងាត់ហ្នឹងបងរត់គាត់ក៏ទៅជួបផ្ទះមួយខ្នងដែលផ្ទះមួយខ្នងហ្នឹងគឺជាប្រភេទផ្ទះថ្មក្រោមឈើលើហើយសភាពផ្ទះហ្នឹងអាចនឹងចូល30ទៅ40ឆ្នាំមិនចាស់ពេកហើយក៏មិនទំនើបពេកដែរនិយាយទៅមកល្មមអាចរស់នៅបានអញ្ចឹងណាហើយបងរត់គាត់ទៅដល់មុខផ្ទះហ្នឹងគាត់ឃើញគេដាក់ផ្លាកជួល
បងរត់គាត់ក៏ខលសួរទៅលេខទូរស័ព្ទមួយនោះទៅហើយដល់ពេលខលទៅក៏ឮសំឡេងអ៊ំស្រីម្នាក់នៅក្នុងទូរស័ព្ទសំឡេងដូចមនុស្សស្រីរៀងចំណាស់ហើយបងរត់គាត់ក៏សួរព័ត៌មានលម្អិតទៅសួរថាផ្ទះហ្នឹងដាក់ជួលមែនហើយជួលតម្លៃម៉ានដែរហើយអ៊ំស្រីម្នាក់ហ្នឹងគាត់ក៏ប្រាប់តម្លៃមកដោយតម្លៃបងរត់គាត់ថាជាតម្លៃទូទៅមិនថោកពេកមិនថ្លៃពេកដូចថាវាសមរម្យអញ្ចឹងបងរត់អត់មានគិតអីច្រើនទេគាត់សុំចូលទៅមើលក្នុងផ្ទះហើយអ៊ំស្រីក្នុងទូរស័ព្ទហ្នឹងគាត់ក៏ប្រាប់ថាចាំមួយផ្លែតចាំគាត់ធ្វើដំណើរមកមុខផ្ទះហើយបងរត់គាត់ក៏អង្គុយចាំនៅហ្នឹងចាំប្រហែលជា15នាទីបានអ៊ំស្រីម្នាក់ហ្នឹងគាត់ធ្វើដំណើរមកដល់ហើយអ៊ំស្រីម្នាក់ហ្នឹងពេលដែលបងរត់ឃើញគាត់ថាប្រហែលជាអាយុ60ឆ្នាំជាងមិនចាស់ពេកមិនក្មេងពេកប៉ុន្តែអ៊ំម្នាក់ហ្នឹងរស់រាយរាក់ទាក់មើលទៅចិត្តល្អណាស់ហើយគាត់និយាយពីផ្ទះមួយខ្នងហ្នឹងប្រាប់បងរត់គាត់ថាផ្ទះមួយខ្នងហ្នឹងគាត់ដាក់ជួលចោលមួយឆ្នាំហើយប៉ុន្តែមួយឆ្នាំហ្នឹងអត់មាននរណាជួលទេដោយសារតែសម័យឥឡូវក្មេងៗគាត់ចូលចិត្តនៅផ្ទះបុរីគាត់ចូលចិត្តនៅតាមបន្ទប់ជួលរឿងផ្ទះឈើផ្ទះអីហ្នឹងគេមិនសូវជាចូលចិត្តជួលទេអញ្ចឹងអ៊ំស្រីម្នាក់ហ្នឹងគាត់ថាគាត់ដាក់មួយឆ្នាំហើយអត់មានអ្នកជួលទេទើបតែបងរត់ម្នាក់ហ្នឹងដែលជួលហើយបងរត់គាត់លឺហើយក៏អត់មានអីដែលចម្លែកដែរវាសមហេតុសមផលដោយសារតែក្មេងសម័យឥឡូវគឺគេចូលចិត្តនៅបុរីពិតមែនគេមិនទៅជួលផ្ទះឈើផ្ទះអីចឹងទេវាពិបាកនៅហើយណាមួយក្មេងៗដូចថាគាត់មិនសូវទម្លាប់នៅផ្ទះឈើចឹងចឹងអត់សូវមានអ្នកជួលវាអត់មានអីចម្លែកទេបងរត់គាត់ស្ដាប់ហើយគាត់យល់ចឹងគាត់អត់មានខ្វល់អីទេគាត់ក៏សុំចូលទៅមើលខាងក្នុងហើយអ៊ំស្រីម្នាក់ហ្នឹងក៏បើកទ្វារបើកអីចូលទៅមើលទៅហើយសភាពខាងក្នុងបងរត់គាត់ថាជាន់ក្រោមដែលជាជាន់ថ្មហ្នឹងជាន់ក្រោមហ្នឹងគឺល្វឹងល្វើយអត់មានបន្ទប់អត់មានអីទេមានតែបន្ទប់ទឹកមួយហើយជាក្រានបាយហើយនឹងបន្ទប់ទទួលភ្ញៀវហើយបើឡើងចដាលឡើងទៅជាន់ទី2ទៅជាន់ទី2ដែលជាជាន់ធ្វើពីឈើហ្នឹងគឺមានបន្ទប់គេង2ហើយក្រៅពីហ្នឹងគឺជាផ្លូវដើរប៉ុន្តែបងរត់គាត់ថាពេលដែលគាត់ឡើងទៅជាន់ទី2ហ្នឹងហើយគាត់ដើរជាន់ក្តារឈើក្តារឈើនៅផ្ទះហ្នឹងវាលឺអែតនិយាយទៅវាលឺដូចរបៀបផ្ទះឈើចាស់ផ្ទះឈើដែលវាយដេកូអត់សូវចិត្តអត់សូវមាំអញ្ចឹងណាអញ្ចឹងពេលដែលបងរត់គាត់ដើរលឺអែតតែអត់មានបញ្ហាអីទេអាចដើរបានធម្មតាហើយគាត់មើលមកសាទូអញ្ចឹងទៅគ្រប់យ៉ាងដូចជាគ្មានអ្វីដែលជាបញ្ហាទេទឹកភ្លើងក្នុងផ្ទះហ្នឹងក៏នៅប្រើការបានអញ្ចឹងបងរត់គាត់ក៏សម្រេចចិត្តជួលផ្ទះមួយខ្នងហ្នឹងទៅប៉ុន្តែផ្ទះមួយខ្នងហ្នឹងពេលដែលជួលត្រូវការកក់លុយ3ខែមុនអញ្ចឹងបងរត់គាត់អត់មានបញ្ហាអីទេគាត់ក៏ធ្វើកិច្ចសន្យាកក់លុយបង់ថ្លៃជួលបង់អីរួចរាល់ទៅហើយក៏ចាប់ផ្ដើមសម្អាតផ្ទះហើយសម្អាតផ្ទះហ្នឹងបងរត់គាត់អត់មានជួលពីណាទេដោយសារតែផ្ទះហ្នឹងមិនសូវជាកក្រិចអីប្រហែលទេគ្រាន់តែបោសជូតហើយសម្អាតពីងពីងនៅខាងលើតែងទួយទៅគ្រប់យ៉ាងគឺវាអាចរស់នៅបានអញ្ចឹងបងរត់គាត់ក៏រើអវ៉ាន់ចូលទៅនៅហើយណាមួយអវ៉ាន់គាត់អត់មានអីច្រើនទេមានតែកៅអៅមានតែរបស់ប្រើប្រាស់តែងទួយអញ្ចឹងគាត់រៀបអវ៉ាន់តែមករសៀលហ្នឹងគឺរួចរាល់ហើយបងរត់គាត់ថាពេលដែលគាត់រស់នៅក្នុងផ្ទះមួយខ្នងហ្នឹង3ថ្ងៃអត់មានហេតុការណ៍អីកើតឡើងទេគឺ3ថ្ងៃហ្នឹងគេងលក់ស្រួលមែនតើហើយណាមួយអាចដោយសារតែគាត់ហត់ផងដោយសារតែបងរត់គាត់ថា3ថ្ងៃហ្នឹងគាត់ចុះទៅមើលការដ្ឋានរាល់ថ្ងៃហើយចុះទៅមើលដល់ល្ងាចអីបានគាត់ត្រឡប់មកផ្ទះជួលនឹងវិញអញ្ចឹងពេលគាត់ត្រឡប់មកគាត់អស់កម្លាំងគាត់ងូតទឹកញ៉ាំបាយញ៉ាំអីហើយគាត់គេងលក់ភ្លាមអញ្ចឹងវាអត់មានពេលវេលាឲ្យខ្មោចលងគាត់បានណាចុះបើគាត់ហត់ងុយគេងពេកអញ្ចឹង3ថ្ងៃហ្នឹងរស់នៅស្រួលអត់មានបញ្ហាអីទេប៉ុន្តែចូលទៅដល់យប់ទី4ដែលយប់មួយហ្នឹងបងរត់គាត់ថាគាត់ដឹងខ្លួនឡើងម៉ោង2យប់ហើយគាត់ដឹងខ្លួនហ្នឹងដោយសារតែគាត់ស្ងួតកដូចថាគាត់ស្រែកផឹកទឹកអញ្ចឹងបងរត់ហ្នឹងដោយសារតែគាត់ស្រែកផឹកទឹកគាត់ក៏ងើបហើយដើរចុះមកជាន់ក្រោមដើម្បីយកទឹកផឹកប៉ុន្តែពេលដែលបងរត់គាត់ដើរចុះតាមកម្មចដើចុះមកជាន់ក្រោមហ្នឹងបងរត់គាត់ថាគាត់ធំក្លិនសាប៊ូដែលក្លិនសាប៊ូមួយនោះគឺជាសាប៊ូដុសខ្លួនហើយសាប៊ូដុសខ្លួនក្លិនផ្កាដែលបងរត់គាត់ថាក្លិនមួយនោះគឺជាក្លិនសាប៊ូដែលសង្សារគាត់តែងតែប្រើចេះសារសង្សារគាត់ហ្នឹងពេលដែលគាត់នៅមានជីវិតគាត់ងូតទឹកគឺគាត់ដឹងតែដុសសាប៊ូក្លិនមួយហ្នឹងហើយឲ្យតែគាត់ចេញពីបន្ទប់ទឹកមកបងរត់គាត់តែងតែធំក្លិនមួយហ្នឹងចេញពីខ្លួនចេះសារអញ្ចឹងឥឡូវហ្នឹងបងរត់គាត់ថាគាត់ធំក្លិនសាប៊ូមួយនោះនៅក្នុងផ្ទះជួលមួយខ្នងហ្នឹងអញ្ចឹងបងរត់គាត់គ្រាន់តែធំក្លិនសាប៊ូមួយហ្នឹងភ្លាមបងរត់គាត់ស្គប់នៅកម្មចដើស្គប់ដូចថាផ្លឹកផងគិតផង
គាត់ថាហេតុអីក៏គាត់ធំក្លិនសាប៊ូមួយហ្នឹងទាំងដែលគាត់អត់បានប្រើទេឬមួយក៏ចេសាមករកគាត់ឬក៏ឥឡូវហ្នឹងចេសានៅក្បែរគាត់បងរិទ្ធពេលនោះគិតផងព្រឺសបល់ផងប៉ុន្តែបងរិទ្ធគាត់ថាគាត់អត់សូវខ្លាចទេគាត់ថាគាត់ដូចថាមិនចង់ជឿអញ្ចឹងណាហើយអាក្លិនសាប៊ូមួយហ្នឹងវាធំមកតែមួយផ្លែទេអញ្ចឹងបងរិទ្ធគាត់ព្យាយាមគិតធម្មតាគាត់គិតថាប្រហែលជាគាត់ហ្នឹងនឹកសង្សារពេករហូតដល់ថ្នាក់ធ្វើឲ្យគាត់ហ្នឹងធំក្លិនសាប៊ូក៏ថាបានដែរនិយាយទៅមិនចង់ជឿអញ្ចឹងគិតនេះគិតនោះអញ្ចឹងទៅតែបងរិទ្ធគាត់ថាអាពេលដែលគាត់ចេះតែគិតហ្នឹងគាត់ក៏លួចហូរទឹកភ្នែកមកដែរដោយសារតែក្នុងចិត្តគាត់មួយទៀតគាត់ក៏បន់ស្រន់ឲ្យចេសាសង្សារគាត់ហ្នឹងមកនៅជាមួយគាត់ដែរគាត់ចង់ឃើញគាត់ចង់នៅក្បែរអញ្ចឹងណានិយាយទៅបងរិទ្ធគាត់នៅចិត្តមួយដែលនៅស្រឡាញ់នឹកចង់អោបចង់នៅចិត្តចង់ឃើញអីចឹងទៅគាត់នៅមានអាចិត្តមួយហ្នឹងអញ្ចឹងបងរិទ្ធពេលហ្នឹងគាត់មិនសូវជឿទេថាអាក្លិនសាប៊ូហ្នឹងវាបង្ហាញថាចេសានៅក្បែរគាត់ប៉ុន្តែក្នុងចិត្តគាត់លួចយំគឺនិយាយថាអារម្មណ៍គាត់ពេលហ្នឹងវាពិបាកនឹងអធិប្បាយហើយយប់ហ្នឹងគាត់ថាធំក្លិនតែប៉ុណ្្នឹងទេក្រោយពីគាត់ទៅផឹកទឹកផឹកអីហើយគាត់ឡើងទៅលើគេងវិញទៅអាក្លិនទាំងអស់ហ្នឹងក៏វាបាត់ទៅវិញប៉ុន្តែគាត់ថាហេតុការណ៍មួយហ្នឹងវាកើតឡើងសឹងតែរាល់យប់គាត់ថាឲ្យតែយប់ឡើងពេលដែលគាត់កំពុងតែសង្ងំគេងចិត្តលក់ហ្នឹងដឹងតែក្លិនផ្កាក្លិនសាប៊ូមួយហ្នឹងវាភាយមកចំអស់គាត់ហើយធំក្លិនច្បាស់ទៅប៉ុន្តែក្រោយមកវាមិនត្រឹមតែមានក្លិនហ្នឹងទេគឺក្រោយមកបងរិទ្ធគាត់ថាស្បែកជើងគាត់គឺស្បែកជើងដែលគាត់ពាក់ទៅធ្វើការហ្នឹងគាត់ថាពេលដែលគាត់មកដល់ផ្ទះដោយសារតែគាត់ហត់ពេកអញ្ចឹងបងរិទ្ធហ្នឹងគាត់ដោះស្បែកជើងចោលនៅកលៀនចាំងហើយគាត់អត់មានរៀបត្រឹមត្រូវឲ្យរៀបរយអីគឺអត់ទេគឺដូចរបៀបថាដោះឲ្យកវត្តនៅកលៀនចាំងចោលប៉ុន្តែព្រឹកឡើងបងរិទ្ធគាត់ដើរមកមើលទៅគាត់ឃើញថាស្បែកជើងរបស់គាត់ហ្នឹងវាអត់ដូចម្សិលមិញទេគឺឥឡូវហ្នឹងស្បែកជើងគាត់បឈរមកគូហើយបឈររៀបចិត្តគ្នាយ៉ាងរៀបរយហើយស្រោមជើងដាក់នៅលើស្បែកជើងដាក់អីនិយាយទៅស្អាតបាតមែនទែនដូចមាននរណាមកចាប់ស្បែកជើងគាត់ហើយរៀបឲ្យវារៀបរយអញ្ចឹងលក្ខណៈអញ្ចឹងពេលនោះគាត់រៀងផ្លឹករៀងភ្ញាក់ដែរប៉ុន្តែបងរិទ្ធគាត់អត់ច្បាស់គាត់គិតថាប្រហែលជាគាត់រៀបខ្លួនឯងហើយគាត់ភ្លេចខ្លួនអញ្ចឹងណាទាំងដែលក្នុងចិត្តគាត់ដឹងច្បាស់ណាស់ថាគាត់អត់ដែលយកស្បែកជើងមកតម្រៀបគ្នាស្អាតបាតបែបហ្នឹងទេគាត់ចូលមកដល់ផ្ទះគឺគាត់កវត្តទៅកលៀនចាំងបាត់ហើយអញ្ចឹងពេលនោះឃើញហើយរៀងផ្លឹករៀងភ្លាំងដែរហើយមិនត្រឹមតែមានហេតុការណ៍ស្បែកជើងហ្នឹងទេសូម្បីតែកែវទឹកគាត់ថាមានល្ងាចមួយដែលល្ងាចមួយហ្នឹងគាត់យកកែវទឹកមកផឹកហើយគាត់យកកែវទឹកហ្នឹងដាក់នៅលើកន្លែងលាងចានហើយដាក់នៅហ្នឹងហ្មងអត់មានលាងអត់មានអីទេប៉ុន្តែពេលដែលគាត់ចេញពីងូតទឹកមកវិញគាត់ថាឃើញកែវទឹករបស់គាត់ហ្នឹងវាបំលាស់ទីពីកន្លែងលាងចានទៅដាក់នៅក្នុងប្រអប់ដែលជាប្រអប់ដាក់កែវអាប្រអប់គេបើកមកគេដាក់កែវចូលហើយគេបិទកម្ោបវិញកុំឲ្យមានដីមានអីហុយចូលហ្នឹងអាកែវគាត់ហ្នឹងវាហោះចូលទៅក្នុងនោះហើយអានេះគាត់ស្បត់បងប្អូនគឺគាត់ថាវាអញ្ចឹងពិតមែនកែវមួយហ្នឹងគាត់ចាំច្បាស់ណាស់គាត់ដាក់នៅកន្លែងលាងចានប៉ុន្តែឥឡូវហ្នឹងវាបំលាស់ទីទៅដាក់ក្នុងប្រអប់យ៉ាងរៀបរយនិយាយទៅកន្លែងហ្នឹងរៀងពិបាកជឿបន្តិចប៉ុន្តែអ្វីដែលបងរិទ្ធគាត់ជួបគឺអញ្ចឹងហើយគាត់ក៏រៀងផ្លឹករៀងភ្លាំងដែរហើយបងរិទ្ធគាត់ថាបើសិនជាអ្នកផ្សេងវិញអ្នកផ្សេងជួបរឿងបែបហ្នឹងគេប្រហែលជាអត់ហ៊ាននៅនឹងទៀតទេឬក៏គេខ្លាចខ្មោចគេគិតនេះគិតនោះអញ្ចឹងណាប៉ុន្តែសម្រាប់បងរិទ្ធគាត់ទៅជាមានអារម្មណ៍កក់ក្ដៅហើយគាត់មានអារម្មណ៍ថាសប្បាយចិត្តពីព្រោះគាត់គិតថាស្បែកជើងដែលត្រូវបានរៀបឬមួយក៏កែវដែលបំលាស់ទីហ្នឹងគាត់គិតថាប្រហែលជាសង្សារគាត់មករៀបឲ្យពីព្រោះកាលដែលសង្សារគាត់នៅគឺសង្សារគាត់តែងតែរៀបបែបហ្នឹងមិនថាស្អីក៏ដោយកៅអៅខោស្បែកជើងកែវទឹកឲ្យតែបងរិទ្ធគាត់បរិយាយគាត់អត់មានសណ្ដាប់ធ្នាប់គឺជាសារសង្សារគាត់ហ្នឹងដឹងតែមករៀបហើយមករៀបឲ្យស្អាតបាតទុកឲ្យត្រូវកន្លែងនិយាយទៅជាសារគាត់គឺជាមនុស្សដែលស្អាតបាតមានរបៀបរៀបរយអញ្ចឹងគាត់តែងតែមករៀបហើយទៅពេលឥឡូវហ្នឹងបងរិទ្ធគាត់ឃើញបែបហ្នឹងគាត់មិនគិតថាអូជាសារសង្សារគាត់ហ្នឹងមកជួយគាត់មកនៅក្បែរគាត់បារម្ភពីគាត់ហើយនៅតែយកចិត្តទុកដាក់ជាមួយគាត់បងរិទ្ធពេលនោះគាត់គិតបែបហ្នឹងអញ្ចឹងអត់មានអារម្មណ៍ខ្លាចទេទៅជាមានអារម្មណ៍ថាកក់ក្ដៅវិញហើយដោយសារតែគាត់មានអារម្មណ៍បែបហ្នឹងបងរិទ្ធគាត់ថាក្រោយមកគាត់ដូចមនុស្សឈួនអញ្ចឹងគឺគាត់ថាក្រោយមកឲ្យតែគាត់ត្រឡប់មកពីធ្វើការវិញគាត់តែងតែនិយាយជាមួយខ្យល់គាត់និយាយតែឯងនៅក្នុងផ្ទះហ្នឹង
ហើយគាត់ហៅសង្សារគាត់សាថ្ងៃនេះបងធ្វើការហត់មែនទែនអស់កម្លាំងមែនទែនអូនឯងជួយធ្វើម្ហូបឲ្យបងតិចបានទេហើយអូនឯងបោកកៅអៅឲ្យបងបានទេបោះផ្ទះផងបានទេនិយាយទៅបងរិទ្ធគាត់ជឿអញ្ចឹងគាត់ជឿថាចេសានៅជាមួយគាត់អញ្ចឹងគាត់និយាយជាមួយចេសានិយាយជាមួយខ្យល់ហើយពេលដែលគាត់និយាយគ្មានសម្លេងគ្មានអីឆ្លើយតបមកគាត់ទេហើយអារឿងលាងចានធ្វើម្ហូបអីហ្នឹងក៏អត់មាននរណាធ្វើឲ្យគាត់ដែរពីព្រោះចេសាស្លាប់បាត់ហើយចេសាមិនមែនមនុស្សទេអញ្ចឹងគេធ្វើអត់បានទេណាប៉ុន្តែបងរិទ្ធហ្នឹងគាត់ចេះតែនិយាយលេងទៅនិយាយឲ្យវាស្ងប់ចិត្តនិយាយឲ្យសុបាយចិត្តណាហើយគាត់តែងតែនិយាយបែបហ្នឹងជាប្រចាំឲ្យតែត្រឡប់មកពីធ្វើការវិញប៉ុន្តែរហូតដល់យប់មួយដែលយប់មួយហ្នឹងបងរិទ្ធគាត់ថាគាត់នៅផ្ទះជួលមកខ្នងហ្នឹងបានកន្លះខែហើយរាល់យប់ឮតែសំឡេងឬក៏ក្លិននេះក្លិននោះចឹងទៅមិនដែលឃើញឬក៏ជួបអីដែលវាច្បាស់ទេប៉ុន្តែនៅយប់មួយហ្នឹងពេលហ្នឹងប្រហែលជាម៉ោង 2:10 យប់បងរិទ្ធគាត់ថាមានមេឃភ្លៀងហើយភ្លៀងធ្លាក់មកហ្នឹងភ្លៀងមិនសូវជាខ្លាំងទេប៉ុន្តែដោយសារតែដបូលផ្ទះហ្នឹងវាធ្វើពីស័ង្កសីអញ្ចឹងពេលដែលភ្លៀងតិចមកវាមិនឮសំឡេងខ្លាំងវាឮសំឡេងស័ង្កសីផាំងអញ្ចឹងបងរិទ្ធគាត់គេងមិនចង់លក់ទេគាត់បានទៅត្រឹមសង្ងំគេងស្ដាប់អាសំឡេងដបូលផ្ទះហ្នឹងហើយអំឡុងពេលដែលបងរិទ្ធគាត់សង្ងំគេងនៅលើគ្រែហ្នឹងពេលហ្នឹងបងរិទ្ធគាត់ថាគាត់គេងបាយចំហៀងប៉ុន្តែស្រាប់តែពេលដែលគាត់គេងបាយចំហៀងហ្នឹងគាត់ថានៅក្រោយខ្នងគាត់មានអារម្មណ៍ដូចពូកនៅក្រោយខ្នងគាត់នេះវាអង្គើដូចមាននរណាជន់ឬក៏សកត់ឬក៏បំលាស់ទីអ្វីមួយយ៉ាងនៅក្រោយខ្នងគាត់និយាយទៅគឺដូចមានមនុស្សគេងនៅក្រោយខ្នងគាត់ហើយគ្រាន់តែគាត់មានអារម្មណ៍បែបហ្នឹងតាមមួយផ្លែទេបងរិទ្ធគាត់ថាមានដៃមនុស្សលោកមកអង្អែលតាមចង្កេះរបស់គាត់ហើយដៃមួយហ្នឹងលោកមកយឺតមកអោបគាត់ពីក្រោយហើយបងរិទ្ធពេលហ្នឹងគាត់ខ្លាចដែរប៉ុន្តែគាត់គិតថាដៃមួយហ្នឹងអាចជាដៃចេសាសង្សារគាត់មកគេងអោបគាត់ចឹងណាអញ្ចឹងបងរិទ្ធពេលហ្នឹងគាត់ខ្លាចដែរប៉ុន្តែគាត់ទ្រាំដោយសារតែគាត់គិតថាជាសង្សារគាត់អញ្ចឹងគាត់ខ្លាចធ្វើអីមែនទេអញ្ចឹងគាត់បានតែទ្រាំហើយគាត់ថាដៃមួយហ្នឹងពេលដែលលោកមកតាមចង្កេះរបស់គាត់ថាដៃមួយហ្នឹងគឺជាដៃដែលត្រជាក់មែនតើត្រជាក់ដូចតកកអញ្ចឹងហើយបងរិទ្ធគាត់ថាពេលដែលដៃមួយហ្នឹងមកអោបខ្លួនគាត់ពេញហើយបងរិទ្ធគាត់អត់ហ៊ានងាកទៅក្រោយមើលទេហើយការមិនហ៊ានងាកទៅក្រោយមើលហ្នឹងមិនមែនថាគាត់ខ្លាចខ្មោចលងគាត់ខ្លាចឃើញសង្សារគាត់គេងនៅក្រោយអីហ្នឹងគាត់មិនមែនខ្លាចបែបហ្នឹងទេប៉ុន្តែអ្វីដែលគាត់ខ្លាចពេលដែលគាត់ងាកទៅក្រោយទៅគ្រប់យ៉ាងវាទទេគ្រប់យ៉ាងវាបាត់សំបីតែដៃដែលកំពុងតែអោបគាត់ហ្នឹងនិយាយងាយទៅបងរិទ្ធគាត់ចង់ឲ្យដៃដែលកំពុងតែអោបគាត់ហ្នឹងអោបគាត់ឲ្យយូរបន្តិចអោបគាត់ឲ្យខ្លាំងអោបមកយប់ទល់ភ្លឺក៏បានដែរលក្ខណៈអញ្ចឹងដោយសារតែគាត់នឹកសង្សារគាត់ពេកគាត់ចង់ឲ្យសង្សារគាត់ហ្នឹងគេងអោបទៅអញ្ចឹងគាត់អត់ហ៊ានងាកទៅក្រោយមើលទេខ្លាចងាកទៅវាបាត់ហើយដល់ពេលគាត់មិនហ៊ានងាកទៅអញ្ចឹងបងរិទ្ធគាត់ក៏ស្រែកសួរថាសាមែនអូនឯងគេងអោបបងមែនសាអូនឯងមែនប៉ុន្តែបងរិទ្ធគាត់ថាពេលដែលគាត់ស្រែកសួរបែបហ្នឹងហើយអត់មានសំឡេងអីឆ្លើយតបមកគាត់ទេក្រៅពីសំឡេងដកដង្ហើមវែងដកដង្ហើមតិចហើយមិនត្រឹមតែសំឡេងដកដង្ហើមទេណាសូម្បីតែខ្យល់មនុស្សដែលដកដង្ហើមហ្នឹងក៏វាជះមកកញ្ចឹងករបស់បងរិទ្ធដែរហើយខ្យល់ដកដង្ហើមដែលវាមកប៉ះកញ្ចឹងករបស់បងរិទ្ធហ្នឹងគឺជាខ្យល់ដង្ហើមមួយដែលត្រជាក់ដូចម៉ាស៊ីនត្រជាក់អញ្ចឹងដែលពេលហ្នឹងធ្វើឲ្យបងរិទ្ធគាត់ព្រឺសបល់មែនតើប៉ុន្តែដូចនិយាយចឹងបានតែត្រឹមទ្រាំហើយដល់ពេលគាត់ហៅមិនឆ្លើយហើយគាត់មិនហ៊ានងាកទៅក្រោយមើលទៀតបងរិទ្ធហ្នឹងគាត់ក៏យកដៃរបស់គាត់ទៅប៉ះដៃដែលកំពុងតែដាក់នៅលើចង្កេះរបស់គាត់ហើយបងរិទ្ធគាត់ថាពេលដែលគាត់យកដៃទៅអែលនៅលើដៃមួយហ្នឹងគាត់ថាដៃមួយហ្នឹង100%គឺជាដៃមនុស្សស្រីពីព្រោះដៃរាងតូចរាងសាឡូនប៉ុន្តែអ្វីដែលវាប្លែកគឺដៃដែលគាត់កំពុងតែប៉ះហ្នឹងវាមិនមែនជាដៃដែលទន់ទេវាជាដៃដែលរឹងគ្រើមមិនសូវជាអាឡូងនិយាយទៅអត់ដូចដៃជាសាដែលកាលនៅរស់ទេប៉ុន្តែដោយសារតែភាពស្រឡាញ់របស់គាត់ពេលហ្នឹងវាធ្វើឲ្យគាត់អត់គិតអីទាំងអស់គាត់ដឹងតែថាអ្នកដែលកំពុងតែអោបគាត់ហ្នឹងគឺជាចេសាសង្សាររបស់គាត់គឺគិតតែប៉ុណ្្នឹងពេលហ្នឹងអញ្ចឹងពេលហ្នឹងបានតែត្រឹមគេងអញ្ចឹងគេងស្ងៀមឲ្យដៃមួយហ្នឹងមកអោបគាត់ទៅហើយបងរិទ្ធគាត់ថាគាត់គេងបែបហ្នឹងរហូតទល់ភ្លឺហើយភ្លឺឡើងពេលដែលគាត់ដឹងខ្លួនមកអ្វីដែលគាត់ធ្វើមុនគេគឺគាត់ងាកទៅក្រោយខ្នងមើល
ប៉ុន្តែពេលគាត់ងាកទៅក្រោយខ្នងមើលហ្នឹងគ្រប់យ៉ាងគឺវាទៅទេវាបាត់អស់ហើយគ្មានបន្សល់ស្លាកស្នាមអីនៅលើក្រែរបស់គាត់ទេហើយបង្រិតគាត់ថាចាប់តាំងពីថ្ងៃនោះមកគាត់មិនដឹងមិនទេគាត់អត់ចង់ចេញពីផ្ទះមកខ្នងនឹងសោះនិយាយទៅសូម្បីតែពេលដែលគាត់ទៅធ្វើការគាត់ចុះទៅមើលការដ្ឋានណាក៏ចិត្តរបស់គាត់នេះចង់មកផ្ទះវិញដែរគាត់ចង់ទៅមកផ្ទះចង់ទៅនៅផ្ទះមិនដឹងមិនដោយរបៀបថាអារម្មណ៍គាត់ពេលនោះវាឆ្លក់វង្វេងនឹងវិញ្ញាណចេសាដែលមកនៅជាមួយគាត់ហ្នឹងអញ្ចឹងគាត់មានអារម្មណ៍ថាពេលដែលគាត់ត្រឡប់មកដល់ផ្ទះដូចមានប្រពន្ធមួយនៅជាមួយគាត់អញ្ចឹងមិនថាគាត់ចេញទៅណាទេអារម្មណ៍គាត់ហ្នឹងចង់តែត្រឡប់មកផ្ទះវិញនិយាយទៅអារម្មណ៍គាត់ពេលហ្នឹងរៀងក្បត់នឹងចិត្តខ្លួនឯងពីព្រោះដំបូងឡើយបងប្អូនចាំបានទេគាត់ចាក់ចេញពីផ្ទះជួលនៅភ្នំពេញដោយសារអីដោយសារតែគាត់អត់ចង់នឹកឃើញចេសាគាត់នៅផ្ទះមួយខ្នងនោះចេះតែឃើញនេះឃើញនោះទៅវាធ្វើឲ្យគាត់នឹកឃើញចេសាប៉ុន្តែឥឡូវហ្នឹងពេលដែលគាត់គេចមកជួលផ្ទះនៅខេត្តហើយគាត់ទទួលបានក្លិនចេសាក្លិនសាប៊ូឬក៏របស់ប្រើប្រាស់បំលាស់ទីឬក៏មានដៃមនុស្សស្រីមកអោបគាត់អីហ្នឹងបងរត់ទៅជាមានអារម្មណ៍ថាចង់ឲ្យចេសាហ្នឹងមករកគាត់មកនៅជាមួយគាត់វិញវាទៅជាអញ្ចឹងអាកន្លែងហ្នឹងវារៀងច្បោកច្បល់បន្តិចប៉ុន្តែបងរត់គាត់អត់យល់ទេដឹងតែថាពេលហ្នឹងគាត់គិតអញ្ចឹងហើយអ្វីដែលវាព្រឺសបល់គាត់ថាសឹងតែរយប់ពេលដែលគាត់កំពុងតែសង្ងំកេងចិត្តនឹងលក់ដឹងតែមានដៃមួយលូកមកអោបគាត់តាមចកេះហើយដៃមួយហ្នឹងគឺជាដៃដដែលដៃត្រជាក់ហើយមានសម្លេងដកដង្ហើមនៅកញ្ចឹងកហើយខ្យល់ដកដង្ហើមហ្នឹងជាខ្យល់ដែលត្រជាក់គាត់ថាហេតុការណ៍មួយហ្នឹងកើតឡើងសឹងតែរយប់ឲ្យតែពេលដែលគាត់ចិត្តកេងលក់អញ្ចឹងដល់ពេលបងរត់គាត់នៅយូរទៅវាទៅជាទម្លាប់ហើយគាត់ថាគាត់នៅផ្ទះហ្នឹងបានប្រហែលជាមួយខែបានចូលទៅដល់ខែទី2គ្រប់យ៉ាងវារៀងផ្លាស់ប្ដូរដោយគាត់ថាអារម្មណ៍ដែលធ្លាប់កក់ក្ដៅអារម្មណ៍ដែលចង់ឲ្យចេសាមកនៅចិត្តមកនៅក្បែររហូតហ្នឹងវាអត់ដូចមុនទេគាត់ថាក្រោយមកគាត់មានអារម្មណ៍ថាស្អុះស្អាប់មានអារម្មណ៍ថាពិបាកទ្រាំវាសម្ពាធហើយវាពិបាកនៅហើយគាត់មានអារម្មណ៍បែបហ្នឹងដោយសារតែក្រោយមកគាត់ថាអាក្លិនសាប៊ូក្អូបដែលចេសាធ្លាប់តែប្រើជាប្រចាំហ្នឹងអាក្លិនមួយហ្នឹងឥឡូវវាអត់ធំមកទេប៉ុន្តែវាទៅជាធំក្លិនបែបស្អុយហើយមានក្លិនឈាមលាយជាមួយនឹងទឹកស្អុយឬក៏ទឹកលូឬក៏ក្លិនអីម្យ៉ាងមិនដឹងគាត់ថាវាភេមកស្អុយពិបាកទ្រាំមែនតើហើយគាត់រកហេតុផលអត់ឃើញទេហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែរបស់ប្រើប្រាស់នៅក្នុងផ្ទះរបស់គាត់គាត់ថាមានយប់ខ្លះគាត់កេងសុកស្រាប់តែកៅទឹកនៅជាន់ខាងក្រោមហ្នឹងវាធ្លាក់មកបែកហើយវាធ្លាក់បែកវាមិនមែនបែកតែមួយទេវាបែកផាំងបន្តគ្នាដូចមានមនុស្សចាប់កែវចាប់ចានយកមកបោកចោលអញ្ចឹងនិយាយទៅហេតុការណ៍ក្រោយមកវាកាន់តែខ្លាំងទៅមិនដឹងជាមូលហេតុអីអាចថាមកពីបង្រិតមួយរយៈនោះគាត់រៀងរវល់គាត់ចុះទៅមើលការដ្ឋានញឹកញាប់ហើយគាត់ទៅតាំងពីព្រឹកយប់ឡើងបានគាត់ត្រឡប់មកវិញអាចថាគាត់មិនសូវមានពេលមកផ្ទះអញ្ចឹងណាអញ្ចឹងហេតុការណ៍នៅក្នុងផ្ទះវាចាប់ផ្ដើមផ្លាស់ប្ដូរហើយអ្វីដែលវាផ្លាស់ប្ដូរខ្លាំងនោះគឺនៅថ្ងៃមួយដែលបង្រិតហ្នឹងគាត់ហៅក្រុមការងាររបស់គាត់មកសញ្ញេមកធ្វើឯកសារនៅផ្ទះរបស់គាត់ហើយក្រុមការងាររបស់គាត់ពេលនោះគឺទាំងអស់មាន4នាក់ហើយក្នុង4នាក់នោះមានមនុស្សស្រីម្នាក់គាត់ក៏មកប្រជុំមកធ្វើឯកសារនៅនឹងដូចគ្នាហើយអំឡុងពេលដែលពួកគាត់មករៀបចំឯកសារហ្នឹងពេលនោះគឺពេលល្ងាចប្រហែលជាម៉ោង5ហើយម៉ោង5ក្នុងផ្ទះបង្រិតរៀងល្ងិតអញ្ចឹងបង្រិតគាត់បើកអំពូលបើកអីចឹងទៅប៉ុន្តែអំឡុងពេលដែលពួកគាត់កំពុងតែសញ្ញេកំពុងតែរៀបចំហ្នឹងស្រាប់តែភ្លើងវាដាច់ហើយវាដាច់វាមិនមែនដាច់ជាប់ទេវាដាច់វាភ្លឺវាដាច់វាភ្លឺវាធ្វើឲ្យអំពូលភពយល់ទៅកន្លែងនោះចង្វាក់ខ្មោចលោហ្មងទាំងដែលបង្រិតគាត់ថាអំពូលនៅផ្ទះគាត់ហ្នឹងគឺជាអំពូលដែលថ្មីបង្រិតគាត់ទិញមកបដូរទិញមកអីអស់ហើយអញ្ចឹងវាអត់អាចខូចវាអត់អាចកត្រាយបានទេតែពេលនោះមិនដឹងមិនភពបិទបើកហើយអំឡុងពេលដែលភ្លើងវាបិទបើកហ្នឹងចាននៅក្នុងផ្ទះបង្រិតនេះក៏វាធ្លាក់ចុះមកក្រោមបែកផាំងទាំងដែលចានទុកនៅកន្លែងដាក់របស់វានឹងទេអត់មាននរណាទៅប៉ះអត់មាននរណាទៅបំលាស់ទីហើយវាក៏មិនអាចធ្លាក់មកដោយខ្លួនឯងបានដែរពីព្រោះចានវាអត់មានជើងទេអញ្ចឹងអាហេតុការពេលនោះវាដូចជាមានអ្វីម្យ៉ាងធ្វើឲ្យកើតឡើងអញ្ចឹងហើយពេលនោះក្រុមការងារបង្រិតម្នាក់រួមទាំងស្រីម្នាក់នោះគាត់ឃើញភ្លើងដាច់ភពហើយចានធ្លាក់បែកអញ្ចឹងទៅពួកគាត់រៀងភ័យចុះដល់ពេលពួកគាត់ភ័យពួកគាត់ហ៊ាននៅនឹងយូរទេបញ្ញាប់រៀបឯកសារបញ្ញាប់សញ្ញេបញ្ញាប់អីប្លង់របស់គេហ្នឹង
ហើយសញ្ញារួយរាល់អស់ទៅក៏នាំគ្នាចេញទៅក្រៅវិញទុកឲ្យបងរិទ្ធនៅផ្ទះតែម្នាក់ឯងទេហើយនៅយប់ថ្ងៃហ្នឹងដែលជាយប់មួយដែលធ្វើឲ្យបងរិទ្ធខ្លាចមែនទែនហើយគាត់ខ្លាចគាត់ចាំរហូតមកដល់រាល់ថ្ងៃហ្នឹងគឺគាត់ថាយប់ថ្ងៃហ្នឹងពេលដែលមិត្តភ័ក្តិក្រុមការងារផ្សេងគេចេញទៅអស់បងរិទ្ធគាត់ក៏ងូតទឹកញ៉ាំបាយញ៉ាំអីហើយចូលគេងតាមធម្មតាហើយយប់ថ្ងៃហ្នឹងគាត់ថាគាត់គេងលក់ស្កប់ស្កល់រហូតដល់យប់ជ្រៅពេលហ្នឹងមិនដឹងជាម៉ោងប៉ុន្មានទេដឹងតែថាគាត់ដឹងខ្លួនមកដោយសារតែបរិយាកាសនៅក្នុងបន្ទប់របស់គាត់ហ្នឹងវាត្រជាក់ដូចបើកម៉ាស៊ីនត្រជាក់អញ្ចឹងទាំងដែលបន្ទប់គាត់អត់មានម៉ាស៊ីនត្រជាក់ទេហើយបងរិទ្ធពេលយប់គាត់គេងបើកដង្ហែគាត់បើកតែលេខ1ទេប៉ុន្តែពេលនោះមិនដឹងមិនត្រជាក់ស្រីបត្រជាក់តាំងពីចុងជើងដល់ចុងសក់ហើយដោយសារតែមានអារម្មណ៍ត្រជាក់បែបហ្នឹងបងរិទ្ធគាត់ក៏បើកភ្នែកមកមើលប៉ុន្តែអាចង្វាក់ដែលគាត់បើកភ្នែកមកមើលហ្នឹងបងរិទ្ធគាត់ថាគាត់ឮសំឡេងក្តារនៅផ្ទះហ្នឹងវាឮអេតដូចមានមនុស្សកំពុងតែដើរអញ្ចឹងប៉ុន្តែសំឡេងឈើដែលគាត់ឮហ្នឹងវាមិនមែនឮតិចទេវាឮខ្លាំងឮដូចមនុស្សយើងទ្រាំជើងទុងនៅលើក្តារឈើហើយដោយសារតែគាត់ឮសំឡេងបែបហ្នឹងបងរិទ្ធគាត់ចង់ងើបឡើងទៅមើលដោយសារតែខ្លាចចោលខ្លាចអីវាចូលផ្ទះប៉ុន្តែគ្រាន់តែគាត់ចង់ងើបទៅមើលហ្នឹងបងរិទ្ធគាត់ថារាងកាយរបស់គាត់កម្រើកអត់បានទេគឺវារឹងឆ្កើតដូចរបៀបខ្មោចសកត់អញ្ចឹងគឺកម្រើកតែបន្តិចក៏អត់រួចដែរពេលនោះឆ្ងល់មែនទែនហើយអ្វីដែលគាត់កម្រើកបានពេលនោះគឺមានតែក្របភ្នែកទេក្របភ្នែកគាត់ហ្នឹងអាចពវល់ឆ្វេងពវល់ស្ដាំមើលលើមើលក្រោមបានហើយដោយសារតែគាត់កម្រើកបានតែក្របភ្នែកបងរិទ្ធពេលនោះគាត់កលៀសភ្នែកគាត់ទៅមើលនៅចុងជើងនៅចុងក្រែរបស់គាត់ហ្នឹងហើយអាចចង្វាក់ដែលគាត់កលែកភ្នែកទៅមើលនៅចុងជើងហ្នឹងហើយគឺពេលនោះគាត់ថាគាត់ឃើញរូបរាងមនុស្សស្រីម្នាក់កំពុងតែឈរនៅចុងក្រែរបស់គាត់ហើយស្រីម្នាក់នោះមិនមែនជារូបរាងសង្សាររបស់គាត់ទេដោយសារតែស្រីម្នាក់នោះរូបរាងគាត់ស្គមស្វិតឡើងសឹងតែសល់តែឆ្អឹងហើយស្បែករបស់គាត់រាងស្លេកប៉ុន្តែមានតបៅមានអាយ៉ះតាមដៃតាមជើងដោយរបៀបសាកសពស្លាប់យូរហើយវាចាប់ផ្ដើមមកលួយហើយបើតាមសម្លៀកបំពាក់របស់គាត់វិញគឺលហែកអាយ៉ះខ្ទេចខ្ទីហើយបើសក់របស់គាត់វិញវែងតាយធ្លាក់មកបាំងមុខប៉ុន្តែនៅតាមសរសៃសក់របស់គាត់វាដូចសើមមានទឹកអ្វីម្យ៉ាងវាតក់ចុះមកក្រោមហើយអាហ្នឹងគឺជារូបភាពដែលបងរិទ្ធគាត់កលែកទៅចុងជើងចុងក្រែរបស់គាត់ឃើញបែបហ្នឹងហើយបងប្អូនគិតមើលពេលហ្នឹងគាត់ភ័យណាប៉ុន្តែគាត់ធ្វើអីមិនកើតកម្រើកក៏មិនកើតហើយរូបរាងស្រីម្នាក់ហ្នឹងគ្រាន់តែឈរនៅចុងជើងបងរិទ្ធមកផ្លែទេស្រាប់តែស្រីម្នាក់ហ្នឹងគាត់ចាប់ផ្ដើមកម្រើកគាត់វាតាមចុងក្រែហ្នឹងឡើងមកលើក្រែហើយវាឡើងតាមមកលើក្រែហើយបានគាត់វាឡើងមកលើខ្លួនបងរិទ្ធហើយអាពេលដែលគាត់វាឡើងមកខ្លួនបងរិទ្ធហ្នឹងមានតាំងពីក្លិនស្អុយផងហើយមានតាំងពីទឹកស្អីខ្មៅហ្នឹងតក់នៅលើខ្លួនបងរិទ្ធនិយាយទៅបងរិទ្ធគាត់ពិបាកទ្រាំហើយវេទនាមែនតើហើយស្រីម្នាក់ហ្នឹងវាឡើងរហូតមកដល់មុខបងរិទ្ធដែលពេលនោះបងរិទ្ធគាត់ថាចិត្តមែនតើចិត្តឡើងសក់ស្រីម្នាក់ហ្នឹងមកតាយនៅលើមុខគាត់ហើយបងរិទ្ធគាត់ថាមិនហ៊ានមើលទេប៉ុន្តែពេលនោះវាទប់មិនជាប់នៅពេលដែលមានសរសៃសក់មកតាយលើមុខគាត់អញ្ចឹងណាអញ្ចឹងបងរិទ្ធគាត់ទប់អត់ជាប់អញ្ចឹងបងរិទ្ធគាត់ក៏បើកភ្នែកទៅមើលហើយអាចចង្វាក់ដែលគាត់បើកភ្នែកទៅមើលភ្នែកគាត់មើលតាមប្រឡោះសក់ស្រីម្នាក់នោះគាត់ថាភ្នែកស្រីម្នាក់នោះឡើងខ្មៅឡើងរូងហើយអត់មានក្របភ្នែកពណ៌សទេគឺគ្រប់យ៉ាងខ្មៅអ៊ិចល្ងិតឆឹងប៉ុន្តែអ្វីដែលបងរិទ្ធគាត់ឃើញច្បាស់គឺធ្មេញគឺស្រីម្នាក់នឹងគាត់ញញឹមហើយគាត់ចេញធ្មេញអញ្ចឹងបងរិទ្ធឃើញតែធ្មេញទេពេលនោះសហើយស្រីម្នាក់នោះអំឡុងពេលដែលគាត់កំពុងតែនៅលើខ្លួនបងរិទ្ធហ្នឹងគាត់និយាយពាក្យមកឃ្លាចេញមកហែងសន្យាជាមួយអញហើយថាហែងនឹងនៅជាមួយអញគាត់និយាយពាក្យមកឃ្លាហ្នឹងនិយាយកបត់បែបហ្នឹងហើយសំឡេងដែលបងរិទ្ធលឺគឺជាសំឡេងដែលស្អកជាសំឡេងមួយដែលដូចមនុស្សអត់ដែលផឹកទឹកចឹងនិយាយចេញមកឡើងស្អកនិយាយយឺតគួរឲ្យខ្លាចមែនទែនហើយបងរិទ្ធពេលនោះគាត់ថាភាពភ័យខ្លាចរបស់គាត់វាដល់ចំណុចកំពូលដល់ចំណុចមួយដែលទ្រាំលែងចង់បានណាប៉ុន្តែពេលដែលគាត់ទ្រាំមិនចង់បានហ្នឹងបងរិទ្ធគាត់ព្យាយាមសូត្រមន្តហើយសូត្រហ្នឹងគឺបានតែត្រឹមសូត្រក្នុងចិត្តទេដោយសារតែមាត់គាត់កម្រើកអត់បាននិយាយចេញមកអត់បានទេអញ្ចឹងបានតែត្រឹមសូត្រក្នុងចិត្តហើយសូត្រក្នុងចិត្តបដើរាងកាយរបស់គាត់ហ្នឹងប្រឹងបដើ
prang đầm bay bồng ré ở tranh vì sợi mà nè nó ngày ban nhẫn á hay cột tha cột phơi bài nắng mà sao tu sốt phong sốt phong sao ta ban và hai chuyện pram này tí bồng rớt nắng cột là bột tranh vì cá sạc mùi nằng hay cột tha pram này tí bơi nông cứ chỉ pram này tí đại chú bồng phật không chỉ vật bao cột chỉ pram này tí đại với tận mình tên còn ta bơi là cột cầm rác ban mau hói cột vô trường cột nắng thẹn phôi chành hay thẹn phôi thẹn ấy ngộp lang về lơ cái tới vậy là con ngợm nắng cứ ru cái điên sấy mà nè nóng bắt hỏi mà đang chỉ năng nà tì cứ không phải tốc ngợt chăng còn tới sấy mà nè nắng bắt tới ná tới nấy quạt khoa tì bong rất bơi nóng đằng từ tha quạt bà nhập ngợp lang bị lơ cái hay bác phía bà tốc rốt cho mà còng con ta ap để quạt ngợp máu bác phía nắng bong rất quạt tha phía bà tốc quạt bác ọt tranh tì vì đôi chỉ chóp cả lư chóp sao ở vậy mà giang chăng đang để quạt nơi không bà tốc chứ ai cả lạnh chả sao ai cả lạnh cả lứ cứ viên nơi khang khổng còn tới bên nông ban đăng mấy vi chọp ba gạt chành còn tới bông rớt cọt nơi tại phi diếm một rôn thẹt thuê năng tới hay ap để cọt có bông tại phi diếm ba thuê môi nóng bông rớt cọt tha cọt lư sầm lên nhà bay mà giàng đã sầm lên để cọt lư nắng đôi chia sầm lên mà nước đại chất đạch sào sầm lên mà nước đại đọ tầng hai ọt tròn chành lư đôi là bếp lưỡi đôi bím trắng tranh mau bị khỏi non quạt cô đôi tháp bơi nó quạt của bông tập bài một tờ chết thúy ấy con rôn thúy thứ sầm lấy nó lưỡi bị khỏi non ấy đập bơi lưỡi sầm lấy bài nó tụ bây chỉ quạt mình trăng mưa có quạt thử tầm mưa lại đắng bị bố bị lưỡi chỉ bác bê mình mưa bị mình cao chúng mong rất quạt có nghĩa tới khỏi non mưa ấy chẳng quạt để quạt nghĩa tới khỏi non mưa nó quạt tha quạt khơi như rú riêng mà nơi sấy mà nè có bông tai bà vua co nơi lơ thân nâm không bà tốc bạc quát bà tốc đã quát cây nâng vì miên thân nâm vì miên tà sò hay sấy mà nè đã quát khơi nâng có bông tai chong co bà vua khốn nơi lơ thân nâm mùi nông hay sầm lên chất đách cho đỏ đằng hao mình trong rồi nắng co vía tranh bí sấy mà nè nâng đôi kia chúng bông rất khó là khơi bài nâng phím ọt miên mưa ọt miên ngol ấy tràn tế và nhấp tuyên thuyê và nhấp thẹ thuyê là hốt to ta thuyê là bạc hay còn ta thuyê là bạc phím bạc thuyê rốt cho mà còng hay rốt cho mà đau còng bạc thuyê bạc ấy tranh máu tới bàn bông rất nâng láng lán dài lán bạc tranh mà còng plate với tức tranh máu tăng đã miên bật thuyê bật ấy tì tục tăng nâng chào là mong bạc thuyê chào chọn chào na châu lùi ấy lùi tử đừng ta tháp bê nâng láng lán dài thôi cõi hay chi tranh mà còng sần do rối clone sần hay dục ngày nóng bông rất quạt ọt bàn kênh tì cứ quạt tranh máu quạt từng cối nơi cả sang miền mát miền ấy bao kê đó chẳng mong rất còn cùi nơi cái này đúng là hốt tàu phừ hay là hốt đòn bạc láng bàn mong rất có tờ rô ôm sray để chia mà chạp theo chú nữa hay có tờ rô ôm sray có tờ đo theo ôm sray mong có đặt miền nát ôm sray mong cái này theo chú coi chỉ khi ấy cứ ọt đi để sao ta mong rất bây nó còn nơi khá chứ chẳng mong rất có tờ theo ôm sray vinh hay còn ta có xua theo ôm sray nơi na hay có tờ đo theo ôm sray nông tứ bàn bông rất có sray đã ôm sray nông plate có sray tha hai ấy ông anh chul theo ở nhom ông anh mình phép thập theo nông miên khmau ông anh mình phép bị bỏ bọt theo nông thập theo nông thọp miên hưởng ấy cả lang kha ông anh đang ở thành nhom chụp ấy kha nhom thứ khmoi lông khmoi scott khmoi vía lơ khluôn nhom vậy tôi bông rất có dưới rắm đây để cả hai bao quạt nữa prap từ ông sray mình đang từng ở đó với bông rất có dưới tới bà hai chỉ vi trong chấm nói bà hai vậy tới thử bê chứ ông sray mình đang một quạt làng slay một con lăng slay cọt phơi hay cọt đôi là bếp tha cọt nấc man mình đó chẳng á hay cọt ăn miên bạc cay chỉ mối nâng bằng ra tê cọt ban ta thấm sống tô để cọt ọt bàn phèp món hay bằng rất bơi nó cọt không trong bắt đằng phong trong sợi ấy bao phong trong ấy phong hay cọt su ông sấy mà cha tia chua nó thập tia nâng bị muốn thọp miên hưởng ấy cọt lang bị vô cọt trong đằng cọt chụp thôn giúp mình hay ông sấy mà nó cọt mình trong phèp tê mày đấy thọ mà đáp tia cọt đã chúa cọt mình trong prap rương chẳng tì còn thấy bê nó đã sao thì cọt khơi bằng rất không pi bằng rất có đại cả hai pi chứ cọt ai đừng khai bằng rất nâng từ vơ rương ấy xin ai khai bằng rất nâng từ bắt đằng từ ấy giống á trong ông sấy mà nó có này dây rương ráo pi bỏ bọt thì nắng prap bằng rất từ dây bài ngặt nó không thể cọt đợi lúc dây mà nó cọt bắt đầu bị mà clear máu hô chật mền tèn cọt tha hai ca để cọt làng nơi thì nóng vì cọt làng du hôi có lang tăng vì chất mà phơi năm môn hay quạt cất tha và hai trẻ lớn nâng vì lên ấy hôi vì tự bắt ở hôi bàn quạt đạo chú lá tại đọc bê lư bằng rất giấy trắng
miền này tha hai ca để thọp cao làng nữa á vì ở toàn từ nà tì vì nơi tai sần thật nơi tiền nồng cứ lục giấy á có bắt đầu mò bạp nằng có trong miền này tha có smart lên ai hói tại tam pất nơi ai nà lòi anh nâng cứ ăn từ này bỏ cọt hay đập với cọt bắt đầu chẳng hỏi bàn cọt bạp bằng rệt cọt thà bà hai chỉ chật một hay năm muốn miền cù sniper nè màu chuối tiền lục giấy hay cù sniper nè nóng mình toàn nó riệp ca cho mũi khné tì còn đái cọt nơi tiền cho mũi khné vậy tới giờ điên nâng bằng rệt chẳng hay khang sấy để mà chuột tiền nâng á mua thá chăn thì hay trai chăn thì mà nè nóng á về đại lục dây cọt tự do thay tiền chuối lục giấy còn coi giấy lên cho mỗi trai chăn thi mà nè nông hay đập bên giấy vinh từ mau lục giấy xua bị rương khang pro xua ấy nữa á xua tha riệp ca nữ hay tiền nửa na nửa này chẳng tới bạn trai chăn thi mà nè nông á cọt phẹp từ cọt tha pi nè cọt mình toàn riệp ca tê hay pi nè cọt của bông tầm miên cầm rốn riệp ca cho mỗi khné chạp bà mình năm khỏi tế có pi năm ấy tiệt bộ con đừng riệp ca hồi đại sa ta khang phò cái sông pe là rồi lôi sàn giống á chẳng lục giấy cọt đằng rương cho nó nâng từ ta pi nè nắng mình toàn riệp ca tế còn đái con mà nơi cho mũi khné đôi vào đây bỏ bồn chẳng còn đái lục giấy tha cu snai pi nè nóng á nơi cho mũi khné bạp nắng á ban ta mà ra dạ thì và hai chỉ mặc hai pi khai thì giáp ta khang pro chập bật hấm ọt tờ lọp mọc thè hay khang pro ọt tờ lọp mọc thè nắng coi là sao ta kê miên ca nghe tam khai cây cho ta chụp à tê chôn chụp nhiều chụp ấy bỏ kê chẳng á chẳng cái đạch giúp pi bây giúp bàn cây mọc thè mà đòn à nắng từ bốn á pi bây giúp thì còn đấy khối máu lên khang pro mà nè đúng á ót tao lóc mau te chuột lần tì lúc dây cọt tha pe để cọt tự do thay te chuột lên trái chăn thi mà nè đúng á cọt thang khai nắng ót toàn miền lối bằng te tì đời xa tại khang pro ót toàn tao lóc mau vinh chăm song xa cọt tao lóc mau vinh chăm cọt do lối ao lục giấy á dân lục giấy cọt có xua thang khang pro từ na hay mấy bàn mình nhà lối nhà ấy mà bằng te bàn trái chăn thi mà nè nó cọt vậy tàng zoom á vậy tàng ủa đàm cổ cọt thà cọt có đằng đai vì bộ khang phó kê tha kê từ thua ca hay kê từ thua ca lằng chật cả lá khai hói ở toàn mau vinh tiết hay cọt pe nóng cọt ọt miên tù rồi sắp ọt miên ấy prao tê chẳng trái chăn thi nóng cọt mình đằng tẹt tông song xá cọt tam ná chẳng ban từ thấm trăm nó té nữa à hay lục giấy đâu pel khơi trái chăn thi cọt dùng cọt ấy chẳng tới lục giấy cọt có riêng nạt đài chẳng lục giấy cọt còn lược lại nhào mà khai sần còn trái lục giấy cọt tha khai khồi pe đã lục giấy mà do lôi thay té chúa lên trái chăn thi mà nè nóng á cọt nơi tầng giấy đôi đàm cọt tha song xa cọt ọt toàn tờ lọc mau vinh tê hay ọt tờ lọc mau vinh tăng bị khai môn mẹ mình đang chia song xa cọt tờ na tê con giấy bà đảo cọt dùng bà đảo á đôi bếp tha cọt ọt lùi bằng tè ao lục giấy á chẳng cọt dùng cọt ao lục giấy ảnh nết ao lục giấy lược lấy vậy cọt chẳng á nè chẳng lục giấy khơi hỏi có lược lấy ao mà khai tiệt từ mình đã lục giấy cho bà đam đấng á nè đôi ta lục giấy ở dụ chả lục giấy miền bọt bị sọt chả nữa chẳng lục giấy còn là lư bà nắng lục giấy đằng bạt hỏi thà à pro mà nè nóng á vì rốt cháu trái chăn thi hỏi vì mình tự lập mau quên ti thà mình xuống nâng vi tử ca và pôn xên bát hơi cả thà ban lục giấy cọt đấng á bàn tay lục giấy ọt vậy thì hay còn lược lên ôi trái chăn thi nâng tới ai cọt thòm trăm song xa cọt tự lập mau quên chân thôi bàn tay là hốt đó khai tị bầy đại lục giấy cọt tự do lùi té chuông nâng mà đón tiết giáp ta cọt tự đó một té cọt sẽ hai trái chăn thi dần ná có ọt lư sầm lên trái chăn thi sải tàu mà vinh rồi có bao thủy bao ấy mau tụi cọt đài hay đặc biệt ọt khơi ọt ấy chẳng á bàn lục giấy cọt đào chỗ từ khổng tè cọt miền sau sơ cô bạc cọt á chẳng lục giấy chạ sau cho ấy chỗ từ khổng tè tới hay bây giờ lục giấy chỗ từ khổng tè chọn tìm muối lục giấy than nơi chọn khóm ọt miền mà nơi tì cứ là họ là heo còn thấy à văn nơi khổng tè thề bay chặt trái pin tè đại lục giấy còn là khơi hỏi lục giấy cất khổng chặt mỏng tham mới tới trái chăn thi mà nè nóng á và hai chỉ rốt bạt hơi rốt bạt ọt song lôi ọt bằng thay tia ấy chẳng tư còn là khơi dập hiếp lục giấy cọt cất bạp nâng phẹt còn đá ở vậy đâu vì chầm lại hay thua ai lục giấy à rắm mình là o nóng cứ khăn sôi lục giấy tha bê đã cọt trôi tới khăn tia tròn ti muối mình đang chỉ miên khăn sôi máu bị na ti cha máu chỉ máu cọt khăn mình tên vì chỉ khăn sôi bạp play chứ hay là sao ta lục giấy thông khăn bạp nắng á lục giấy có đào làng từ lửa tròn tì pì mờ hay ai chẳng vạ để cọt làng từ đó tròn tì pì khẳng lơ nữa á lục giấy cọt thả khởi như rục riêng trái chăn thí có bông tai bà vua có nơi lơ thân à tròn tì pì nâng mình phải chẳng phải chư vì miền ta so vì miền thân khẳng lơ á hay trái chăn thí nữa á cọt tròn có sầm lấp luôn nơi tròn tì pì nâng ai
chẳng trái chân thi có đọt miên rốt tới na tê cứ quạt chăm song xa quạt ọt tờ lọc mau vinh song xa quạt tới chào quạt á chẳng quạt bà hai chỉ chư chạp bê thòm bán quạt có sầm lắp luôn nơi không thể lục dây nâng tử bọn ta vậy đã lục dây khơi hơi rồi thốt chất á cứ lục dây tha trái chân thi mà nè nóng á bê để quạt chọn có sầm lắp luôn quạt sliệ chốt côn của mông tại còn là tha sliệ chốt côn của mông nứng mình men chốt sát ấy bê tê vì còn ta chỉ chốt so hay miên bay miên ấy đại mới tới đôi chỉ chốt côn của mông á mình chống bọc côn cật mưa trai chân thi quạt sliệ chốt bài nâng thử ấy cứ bà hai chỉ quạt trăng riệp ca chỉ mũi nâng song xa bọc quạt còn đây song xa quạt tới chào quạt tục quạt chào mình chống quạt thư chất á quạt mình bán riệp cá mình chống môn pê để quạt slap giang hoi ná có quạt bàn tay khôn thua chỉ côn của mông giống á mấy đấy hạ rút phiệp đại lục giấy khư nhá cứ bia bằng hành bây giờ đó mà bỏ chai chân thi máu bài nâng mỗi tới quạt ní na quạt sờ lánh song xa quạt nà quạt trong riệp cá chỉ mũi bờ đó mà nè nông tại bờ đó mà nè nông bị thao tiêu bị tục quạt chào chẳng có quạt sầm lấp luôn nơi khung chốt bò sò còn đây còn đã tha rụp hiệp xạ sọc quạt đại lục dây từ khơi cứ việc hao việc khiêu việc liên đạt hay miên tắc miên ấy hồ máu tam sọ tam ấy bao quạt nữa đôi tha xạ sọc quạt bị chập đâm tranh tắc tranh ấy bắt đấy na chẳng phải nó rồn thốt mền tên hay lục dây có chân tới khơi hơi cổ hai kê màu vô xạ sọc trái chân thi nâng tranh tới hay đằng chun tới ro sạch nhiệt kê tới hay bàn lục giấy tao niệm môn ấy ai mà sốt môn phơi bị thi không tiền nữa ạ đam mê chơi vị nhiên trái chân thi ở trên tao cào giống na còn đấy lục giấy tha pe được cọt phơi bị thi hói vì ọt bàn party đại sa tao khôi mau pe về lia cả lòng tao mục bị bởi nắm lục giấy đạp tiền nâng chùa lại kế nè đại mà chùa nữa ạ kế tha cái khơi không mót lông không mót ấy khơi mà nước sấy mà nè sliệt chốt so chốt ấy nữa á chẳng bên đây thao vị nhiên trái chân thi ọt tranh pi cả lại nâng tì cứ cọt chọp nơi nâng tôi bởi chỉ thưa bị thi rằng na có quạt ắt chánh nhá chẳng hay mà dạ khỏi máu te nắng ắt miên nọ na chùa thì hay lục giấy con mình hiên tận nơi tiệt nhưng lục giấy ban ta thầm tục chào còn thấy lục giấy quạt mình tục chào oi khôi oi cha ti lục giấy quạt thay dù chú quạt chùa kế oi từ sầm an mà đòn hay nè đại từ sầm an nắng kê sầm an tập pe thằng ngày thì kê ắt hiên từ pe là nghe cho được pe chụp ấy na đại sao tại kê khai đài chẳng kê từ bo sầm an tập pe prắc được pe thằng ngày chẳng hay ban te nắng tục chào dù hỏi tay viên nơi tại mình sợ chỉ cha ấy vào má á vì ai rồi nơi bán á có đời sao tay lục giấy tay tại từ sầm ạt bài nâng à hay pel và lia cả lon từ một lần chật một hơi năm là hô to tại bồng rật mà chua nữa á lục giấy cọt cất ha và hai chi vị nhiên trai chăn thí lên nâng nâng hôi và hai chỉ cọt từ bát hôi từ can sao có tệ phục hôi chứ lục giấy cọt có đã oi bồng rật chua từ tại đâu pe bồng rật chua hay bồng rật chụp hai ca đôi đại cọt ban phèp lục giấy nữa á ban lục giấy cọt lon mọt máu đôi một nâng chẳng cọt Tasman tập bát hôi hai ca cả lăng du ấy nâng cọt Tasman tại vị nhiên lên nâng hôi tại đâu pe lư bồng rật dây trắng miền này ta trái chân thí ở toàn tờ na thì vậy tôi lục giấy vô bồng rật nữa á từ bị sao mưa thà trái chân thí nơi nâng ọt á hay bồng rật cọt lư cọt đằng bị bọt đằng bị hai ca ở hối bồng rật cọt có riêng khăng đài phần này đã xa ta lục giấy mà nè nông cọt khơi cha hôi hay bồng rật cọt mình trong rò riêng ấy chớn cọt có phỏng chắp đôi tam sầm rùa hay lục giấy mà nè nông có oi thay cọ thay ấy mà oi bồng rật vinh hay xong bây tại thay chúa có oi bồng rật vinh đài vậy tới bồng rật nơi theo nóng á ọt miên o lôi tì lục giấy oi lôi vinh tận à hay bồng rật cọt thà về là cọt tờ giấy mỗi nâng lục giấy nông hói cọt ọt miên chăm du tì cọt khó hai crom ca nghe nơi cái lạnh ca ra than bao cọt nắng á oi mà chuối rơ vắn tranh bị tiền tạch vì bố bồng rật cọt ọt hiến trôi tờ rơ mà này ảnh tì chẳng còn chiêng rồi có crom ca nghe nơi ca ra than nóng còn nóm khnia mau rơ vắn rơ ấy bồng rật đặt lơ lan tới hay bàn pe đã rơ hôi nắng á pe nắng mau và hai chía pram là nghiệt đại pe nắng chiêng cái tranh tờ môn này hay bồng rật có bông tái bạc lan tranh tờ cào kề trong bạn để cọt bạc lan tranh tờ nắng á bồng rật cọt liệt nghĩa tờ mưa tiền nông mà đòn tiệt vậy tức mình ó chất á nghĩa tờ mưa chỉ lực trong cào giống na hay ca nghĩa tờ mưa chỉ lực trong cào nắng á bồng rật cọt tha khơi sợi mà nè nông á cho nơi cả lạnh bảo ủi hay bảo ủi pe nông bao trao tiệt hay sợi mà nè nông cho nơi cả lạnh bảo ủi bà đá lược đáy bài bồng rật bà đá đại cái vì ca bài bao quạt nữa á bồng rật quạt tha đu chia cái vì ca song xa bao quạt chẳng chờ xa song xa quạt nữa á bây giờ nó rùa cường chẳng bây giờ bồng rật tranh từ phơi cá song xa quạt nữa á lực đầy bye hay sợi mà nó á thưa đôi kia mong đại thưa bồng rật quạt đã khơi sợi mà nó hỏi nó khơi từ đó song xa quạt plệt
ហើយដោយសារតែបង្រិតគាត់ឆ្ងល់គាត់ឆ្ងល់ថាហេតុការដែលគាត់ឃើញនៅក្នុងផ្ទះនោះហេតុអីក៏គាត់មានអារម្មណ៍ថាដូចសង្សារគាត់ម៉េះតាំងពីក្លិនផងតាំងពីអីផងគ្រប់យ៉ាងមើលទៅដូចជាសារមកនៅក្បែរខ្លួនគាត់អញ្ចឹងប៉ុន្តែដល់ពេលគាត់ដឹងរឿងដឹងអីអស់អញ្ចឹងទៅបានគាត់ដឹងថាហេតុការដែលគាត់ឃើញឬក៏ក្លិនឬក៏អារម្មណ៍កក់ក្ដៅរបស់គាត់តាំងប្រហែលហ្នឹងតាមពិតមិនមែនចេះសារសង្សារគាត់មកនៅជាមួយទេគឺវិញ្ញាណស្រីម្នាក់នោះទេដែលនៅជាមួយគាត់រហូតមកអញ្ចឹងបង្រិតគាត់ឆ្ងល់ថាហេតុអីគាត់ទទួលបានអារម្មណ៍ទាំងអស់ហ្នឹងទទួលបានក្លិនសាប៊ូរបស់ចេះសារដែលគាត់ប្រើជាប្រចាំឬក៏ហេតុការនេះហេតុការនោះសួរថាហេតុអីដូចសង្សារគាត់ម៉េះអញ្ចឹងបង្រិតដោយសារតែគាត់ឆ្ងល់បែបហ្នឹងបានក្រោយមកបង្រិតគាត់ទៅវត្តទៅរកព្រះសង្ឃដើម្បីឲ្យព្រះសង្ឃជួយមើលឲ្យគាត់ចង់សួរផងអញ្ចឹងណាអញ្ចឹងគាត់ក៏ទៅវត្តនៅខេត្តនោះទៅហើយដល់ពេលទៅដល់គាត់ក៏ជួបនឹងព្រះសង្ឃមួយអង្គដែលព្រះសង្ឃមួយអង្គនោះគេល្បីថាប៉កែចេះទាយចេះដេញខ្មោចដេញមន្តអាគមដេញពើដេញអីហ្នឹងអញ្ចឹងបង្រិតគាត់ក៏ទៅក្រាបសាពះព្រះសង្ឃមួយអង្គនោះទៅហើយបានបង្រិតគាត់និយាយរឿងរ៉ាវហេតុការដែលគាត់ជួបនៅផ្ទះជួលហ្នឹងជម្រាបប្រាប់ទៅព្រះសង្ឃហើយព្រះសង្ឃគាត់តែឮហើយព្រះសង្ឃក៏តាំងចិត្តតាំងសមាធិមកផ្លែទៅបានព្រះសង្ឃមានសង្ឃដីកាមកថាវិញ្ញាណស្រីម្នាក់ដែលសម្រាប់ខ្លួននៅក្នុងផ្ទះជួលហ្នឹងឬក៏វិញ្ញាណចាយចន្ទធីហ្នឹងវិញ្ញាណចាយម្នាក់ហ្នឹងគាត់គឺជាវិញ្ញាណដែលស្លាប់ទៅដោយខូចចិត្តគាត់ខ្វះភាពកក់ក្ដៅហើយគាត់ត្រូវការមនុស្សប្រុសដែលគាត់ស្រឡាញ់ហ្នឹងឲ្យមកនៅជាមួយគាត់មកមើលថែគាត់គឺគាត់មានអារម្មណ៍បែបហ្នឹងសូម្បីតែគាត់ស្លាប់ហើយក៏គាត់នៅតែមានអារម្មណ៍បែបហ្នឹងដែរអញ្ចឹងដល់ពេលគាត់ខ្វះភាពកក់ក្ដៅហើយគាត់មានអារម្មណ៍ថាត្រូវគេបោះបង់ចោលបែបហ្នឹងអញ្ចឹងដល់ពេលគាត់ឃើញបង្រិតចូលមកនៅផ្ទះហ្នឹងគាត់អត់ចង់ឲ្យបង្រិតចេញទៅណាទេគាត់ចង់ឲ្យបង្រិតនៅជាមួយគាត់ពីព្រោះបើសិនជាបង្រិតចេញទៅចោលគាត់មានន័យថាបង្រិតហ្នឹងដូចជាបោះបង់គាត់ចោលម្នាក់ទៀតអញ្ចឹងគឺវិញ្ញាណចាយចន្ទធីហ្នឹងគាត់អត់ចង់ទទួលអារម្មណ៍បែបហ្នឹងទៀតអញ្ចឹងគាត់ចង់ឲ្យបង្រិតហ្នឹងនៅផ្ទះជាមួយគាត់នៅជាមួយគាត់គេងជាមួយគាត់រស់នៅជាមួយគាត់ដោយប្តីប្រពន្ធអញ្ចឹងឲ្យបានយូរគឺអាហ្នឹងគឺជាអ្វីដែលវិញ្ញាណចាយចន្ទធីគាត់ធ្វើហើយគាត់ចង់បានបែបហ្នឹងហើយអាការដែលបង្រិតគាត់ចូលទៅនៅផ្ទះនោះហើយគាត់ធំក្លិនសាប៊ូដែលចេះសារសង្សារគាត់តែងតែប្រើហ្នឹងបង្រិតគាត់ធំក្លិនសាប៊ូផងហើយមានអារម្មណ៍កក់ក្ដៅមានអារម្មណ៍ថាចង់នៅផ្ទះពេលទៅធ្វើការនឹកតែផ្ទះចង់ត្រឡប់មកវិញហើយយប់ឡើងគាត់គេងមានមនុស្សមកអោបចកេះគាត់ដកដង្ហើមនៅកញ្ចឹងកគាត់និយាយទៅអាហេតុការទាំងអស់ហ្នឹងគ្រប់យ៉ាងគឺចាយចន្ទធីធ្វើឲ្យបង្រិតមានអារម្មណ៍បែបហ្នឹងគឺអាក្លិនសាប៊ូក្លិនអីហ្នឹងចាយចន្ទធីគាត់មិនដែលប្រើទេប៉ុន្តែគាត់ធ្វើឲ្យបង្រិតធំក្លិនសាប៊ូមួយនោះហើយធ្វើឲ្យបង្រិតគិតថាសង្សារខ្លួនឯងនៅជាមួយទាំងតែការពិតមិនមែនសង្សារបង្រិតមកនៅជាមួយគាត់ទេគឺចាយចន្ទធីទេដែលនៅជាមួយបង្រិតប៉ុន្តែវិញ្ញាណចាយចន្ទធីគាត់ធ្វើអញ្ចឹងហើយសួរថាហេតុអីគាត់ធ្វើអញ្ចឹងបានគឺដោយសារតែអារម្មណ៍បង្រិតពេលហ្នឹងគាត់នឹកតែពីសង្សារគាត់អញ្ចឹងចាយចន្ទធីដូចថាគាត់អាចដឹងពីអារម្មណ៍របស់បង្រិតបានណាអញ្ចឹងដល់ពេលគាត់អាចដឹងពីអារម្មណ៍របស់បង្រិតគាត់ក៏លេងជាមួយនឹងអារម្មណ៍របស់បង្រិតទៅគាត់ធ្វើឲ្យបង្រិតអញ្ចឹងឲ្យបង្រិតនឹងមានអារម្មណ៍ថាចេះសារនៅក្បែរខ្លួនគាត់ចេះសារមកនៅជាមួយគាត់បារម្ភពីគាត់ហើយគេងយប់ឡើងក៏ចេះសារមកអោបមកគេងជាមួយគាត់ប៉ុន្តែតាមពិតមិនមែនចេះសារទេគឺជាចាយចន្ទធីដែលជាវិញ្ញាណចងកសម្រាប់ខ្លួននៅក្នុងផ្ទះជួលមួយខ្នងនោះតែបង្រិតគាត់អត់ដែរដឹងទេគាត់គិតថាជាសង្សាររបស់គាត់មករហូតអញ្ចឹងអាហ្នឹងគឺជាការពិតចាយចន្ទធីគាត់លួងលោមគាត់លេងជាមួយអារម្មណ៍របស់បង្រិតទេវិញ្ញាណសង្សារគាត់អត់មានមកតាមគាត់ដល់ផ្ទះជួលអីគឺអត់ទេគឺគ្រប់យ៉ាងបង្រិតគិតតែខ្លួនឯងគិតតែម្នាក់ឯងទេហើយប្រសងមានសង្ឃដីកាមកទៀតថាបើសិនជាបង្រិតនៅផ្ទះនោះយូរទៅវិញ្ញាណស្រីម្នាក់ដែលឈ្មោះចន្ទធីនោះគាត់នឹងចាប់ផ្ដើមស្រូបយកធម៌ពលរបស់បង្រិតអញ្ចឹងបង្រិតតែនៅផ្ទះនឹងយូរទៅបង្រិតអាចនឹងស្គមទៅអាចនឹងធ្លាក់ខ្លួនឈឺហើយយូរទៅអាចនឹងបាត់បង់ជីវិតក៏ថាបានពីព្រោះវិញ្ញាណទាំងអស់ហ្នឹងវាមកលួងលោមយើងវាចង់បានយើងគឺវាចង់ឲ្យយើងហ្នឹងទៅនៅជាមួយវាអញ្ចឹងបើបង្រិតនៅយូរតិចទៀតបង្រិតអត់រួចខ្លួនទេគឺដឹងតែទៅនៅជាមួយនឹងចាយចន្ទធីម្នាក់នោះហើយអញ្ចឹងសំណាងហើយដែលបង្រិតចេញមកតន់ហើយចេញមកដោយសុវត្ថិភាពទោះបីជាជួបហេតុការណ៍មកយប់ថ្ងៃនោះជាហេតុការណ៍មួយដែលសាហាវរន្ធត់មែនតើ
ហើយហេតុការណ៍ថ្ងៃនោះក៏មិនដឹងជាហេតុផលអីដែរពីព្រោះរដងបងរិទ្ធគាត់អត់ដែរឃើញទេធំតែក្លិនហើយមានតែដៃមកអោបចកេះហ្នឹងណាគឺមានតែហេតុការណ៍ប៉ុណ្្នឹងទេប៉ុន្តែចាប់តាំងពីពេលដែលបងរិទ្ធនាំក្រុមការងារដែលជាមនុស្សស្រីហ្នឹងមកធ្វើឯកសារមកសញ្ញាអីនៅផ្ទះគាត់ហ៎គ្រាន់តែនាំស្រីម្នាក់ហ្នឹងចូលមកផ្ទះភ្លាមបងរិទ្ធយប់ឡើងឃើញចៅចន្ទធីមកឡងផ្លែតអញ្ចឹងចៅចន្ទធីម្នាក់ហ្នឹងគាត់អាចនឹងប្រច័ណ្ឌណាអាចនឹងប្រច័ណ្ឌឬមួយក៏គាត់គិតថាស្រីម្នាក់ហ្នឹងជាសង្សារបងរិទ្ធស្រីម្នាក់ហ្នឹងចង់យកបងរិទ្ធចេញពីគាត់អញ្ចឹងណានិយាយទៅគាត់គិតខ្លួនឯងគាត់ណាអញ្ចឹងដល់ពេលគាត់ខឹងគាត់ប្រច័ណ្ឌអញ្ចឹងទៅគាត់ក៏មកលេងបងរិទ្ធឡើងមកយប់ហើយមកឡើងសាហាវមែនតើមកឈរចុងក្រែហើយវាឡើងមកលើខ្លួនហើយអាពេលដែលវានឹងមានទឹកមានអីតក់តាមខ្លួនហើយអាទឹកដែលតក់នៅលើខ្លួនបងរិទ្ធហ្នឹងណាបងប្អូនអាចនឹងដឹងហ្នឹងមែនទេថាវាជាទឹកអីអានេះបើតាមខ្ញុំគិតណាគឺជាទឹករងៃទឹកលឿងដែលវាចេញពីសាកសពហ៎បងប្អូនដែលឃើញទេដែលឃើញសាកសពដែលស្លាប់យូរហើយវាមិនមានទឹកមានអីចេញមកពីសាកសពមែនទេអញ្ចឹងអាទឹកដែលសើមហ្នឹងណាអាហ្នឹងហើយគឺជាទឹកដែលចេញពីសាកសពស្រីម្នាក់នោះអញ្ចឹងអាពេលដែលគាត់មកបង្ហាញខ្លួនគាត់បង្ហាញខ្លួនដូចសាកសពរបស់គាត់អញ្ចឹងគឺមើលទៅគួរឲ្យខ្លាចមែនតើប៉ុន្តែពេលហ្នឹងវាចេះសំណាងដែរដែលវាងងឹតអញ្ចឹងបងរិទ្ធគាត់មើលមិនសូវជាច្បាស់ទេបើសិនជាពេលហ្នឹងគាត់បើកភ្លើងបើកអីភ្លឺគាត់ប្រកាសជាឃើញរូបរាងចៅចន្ទធីហ្នឹងច្បាស់ហើយបើឃើញច្បាស់ហើយអាចនឹងដាច់ប៉ុស្តិ៍សន្លប់នៅហ្នឹងក៏ថាបានដែរយ៉ាយប់ហ្នឹងចាត់ទុកថាបងរិទ្ធគាត់ខ្លាំងណាដែលមានស្រីម្នាក់មកវាលើខ្លួនគាត់ប៉ុណ្ណឹងហើយបងរិទ្ធនៅតែប្រឹងពង្រះនៅតែសូត្រធម៌រហូតតតែរបូតហើយរបូតចេញមករត់ចុះមកក្រោមឡើងលើឡានអាយ៉ែឡានបើកចេញមកក្រៅគឺអានេះតសើគាត់ទេណាដែលគាត់ធ្វើបានណាបើអ្នកខ្លះវិញឈួតបាត់ហើយរហូតតែសោឡានរហូតមិនឃើញផងតែបងរិទ្ធគាត់នៅតាំងស្មារតីបានអញ្ចឹងចាត់ទុកថាគាត់ក៏មិនធម្មតាដែរដូចថាគាត់មិនសូវជាខ្លាចខ្មោចណាតែដល់ពេលឃើញច្បាស់អញ្ចឹងពេកពីណាមិនខ្លាចមែនទេអញ្ចឹងហេតុការណ៍ដែលគាត់ជួបនេះសម្រាប់ខ្ញុំគឺសាហាវមែនទែនហើយហ្នឹងគឺជាអ្វីដែលបងរិទ្ធគាត់សួរប្រសង់ហើយប្រសង់មានសង្កេតការប្រាប់មកគាត់ទៅបានបងរិទ្ធគាត់យល់ច្បាស់ថាសង្សារនៅផ្ទះជួលដែលគាត់តែងតែគិតហ្នឹងណាគាត់តែងតែគិតថាអូសង្សារគាត់តាមគាត់មកដល់ផ្ទះជួលមកនៅជាមួយគាត់មកគេងជាមួយគាត់បារម្ភពីគាត់នៅស្រឡាញ់គាត់អីហ្នឹងណាអាសង្សារនៅផ្ទះជួលហ្នឹងតាមពិតមិនមែនចេះសារទេសង្សារនៅផ្ទះជួលហ្នឹងគឺជាវិញ្ញាណរបស់ចៅចន្ទធីដែលគាត់ចងកសម្រាប់ខ្លួននៅផ្ទះមួយខ្នងនោះអាពេលនោះដែលបងរិទ្ធគាត់ដឹងច្បាស់ហើយគាត់ថាពេលដែលគាត់ចេញពីផ្ទះជួលមួយខ្នងនោះណាគាត់អត់ដែលហ៊ានត្រឡប់ទៅផ្ទះនោះទៀតទេសូម្បីតែឆ្លងកាត់ជីអីក៏គាត់អត់ហ៊ានទៅដែរគឺចេញពីផ្ទះនឹងហើយគឺទៅហ្មងទៅលែងត្រឡប់មកវិញហើយគាត់ទៅរកផ្ទះជួលរកអីកន្លែងផ្សេងទៅហើយចាប់តាំងពីទៅជួលផ្ទះកន្លែងផ្សេងគាត់ក៏មិនដែលជួបហេតុការណ៍រន្ធត់អីទៀតដែរហើយសូម្បីតែចែសាសង្សារគាត់ហ្នឹងណាក៏បងរិទ្ធអត់ដែលឃើញមកលងមករោឬក៏មកបង្ហាញខ្លួនអីគឺអត់ហ្មងប៉ុន្តែបងរិទ្ធគាត់ធ្លាប់យល់សប្តិឃើញសង្សារគាត់នឹងនៅផ្ទះជាមួយគាត់ឬក៏ដើរលេងជាមួយគ្នាឬក៏អង្គុយនិយាយគ្នាញ៉ាំអីជាមួយគ្នានិយាយទៅបងរិទ្ធគាត់យល់សប្តិដូចជាសង្សារគាត់នឹងនៅរស់អញ្ចឹងណាហើយសង្សារគាត់មកប្រើជីវិតជាមួយគាត់អញ្ចឹងណាហើយការយល់សប្តិហ្នឹងបងរិទ្ធគាត់អត់ច្បាស់ទេគាត់អត់ច្បាស់ថាការយល់សប្តិហ្នឹងគឺជាសារមករកគាត់ជាសារមកបញ្យល់សប្តិគាត់ឬមួយក៏គាត់គិតដោយខ្លួនឯងយល់សប្តិដោយខ្លួនឯងបងរិទ្ធគាត់អត់ច្បាស់ទេហើយរាល់ដងគឺមានតែប៉ុណ្្នឹងមានតែយល់សប្តិឃើញជាសារតែប៉ុណ្្នឹងទេបើថាឲ្យឃើញឬក៏ជាសារមកបង្ហាញខ្លួនមកលងមកអីគឺអត់មានទេហើយហេតុការណ៍ដែលគាត់បានជួបនេះវាក៏បង្ហាញឲ្យគាត់ដឹងថាពពួកវិញ្ញាណដែលគាត់ចង់អាឃាតឬមួយក៏គាត់ចង់មកលងយើងណាពេលខ្លះគាត់មិនមែនមកបង្ហាញខ្លួនឲ្យយើងឃើញស្រស់ទេប៉ុន្តែពេលខ្លះវិញ្ញាណទាំងអស់នោះវាលេងជាមួយនឹងអារម្មណ៍របស់យើងគឺវាដឹងថាអារម្មណ៍យើងកំពុងតែគិតអីយើងកំពុងតែពិបាកចិត្តរឿងអីឬមួយក៏យើងចង់ឃើញអីចង់ជួបអីគឺវិញ្ញាណទាំងអស់នោះវាអាចអានចិត្តយើងឃើញវាអាចដឹងអញ្ចឹងដល់ពេលវាដឹងវាឃើញបែបហ្នឹងវាលេងជាមួយនឹងអារម្មណ៍របស់យើងផ្លែតវាធ្វើឲ្យយើងឃើញអ្វីដែលយើងចង់ឃើញដោយបងរិទ្ធគាត់ស្រឡាញ់សង្សារគាត់ស្លាប់អញ្ចឹងបងរិទ្ធគាត់មិននឹកឃើញសង្សារគាត់អញ្ចឹងដល់ពេលយើងនឹកឃើញសង្សារយើងហ្នឹងលេងវិញ្ញាណខ្មោចទាំងអស់ហ្នឹងវាបង្កើតហេតុការណ៍ឲ្យមើលទៅដូចសង្សារយើងមករអញ្ចឹងដូចជាក្លិនដូចជាសំឡេងដូចជាសកម្មភាពផ្សេងដែលចេសាតែងតែធ្វើដាក់បងរិទ្ធគឺវិញ្ញាណស្រីម្នាក់ឈ្មោះចៅចន្ទធីហ្នឹងគាត់ព្យាយាមធ្វើតាមសូម្បីតែដេកយប់ឡើង
có cốt do đáy mà áo bằng rật đài đại đôi chia cái vì ca chia xa thưa ca để con nơi rùa chẳng cứ chia xa bê để cốt kế con chẳng ạ cốt chỗ chất do đáy mà áo chia cái bằng rật nhưng vị nhiên trái chăn thi nó á cốt ở riêng tam cốt thưa tam cứ cốt đăng khúc giang mong á ôi ta bằng rật cất ấy trái chăn thi nó cốt đăng từng à hay cốt đăng cốt sử dụng bằng play nhá sử dụng thưa ở đôi chia xa chẳng chẳng mong rật có cốt ta tam năng từ cốt cất thả ô chia xa mà ro cốt mà nơi cho mũi cốt tại tam bật không mau đại nữ không thể nóng á mình chỉ xa thì cứ chỉ trai chân thì sao nhưng mình hao bị nhiên không mau từng on nóng cùi khai nè về lên dương về lâu dương về phơi sĩ phơi chật dương nhưng bà dương tôn sao bà dương smart ở đây mình răng mom thế dương ai nâng cút ai nâng nơi thế nâng ọt trong tranh cái cái thả bàn ấy bà dương ọt tranh cái dương mình thử slap nó không thể nóng mà đấy chẳng anh ấy cố thế nào dương chặt tốc tha bông rất cọt sầm nang hao để cọt miền smart ở đây răng mom hay vị nhiên không mọi xem bà trong phơi si cọt trong vô chỉ vớt cọt có mình mới nghe đài thử cà phê và lê du bạn ai phơi si bán á chẳng hỏi bạn cha cọt tay tập hẹp dương á ta pe đã khơi không mọi pe để chụp ấy trắng ao dương tăng chất tăng smart đây răng mom hay cũng khai vì bố bà dương can đã khai vị nhiên tăng on đúng á việc can ta miền ông nai lời dương hay vì can đã thua dương khai can đã khlang tới nè khai to ta chuột có miền đài chẳng bạn thắc cột thằng nào mình tên hayរឿងនេះមិនសូវជាលងអីច្រើនទេណាប៉ុន្តែសម្រាប់ខ្ញុំជារឿងមួយដែលគួរឲ្យខ្លាចមែនតើបើសិនជាយើងជួបអីគឺគ្រោះថ្នាក់ណាស់ហើយហ្នឹងឯងទាំងអស់នេះគឺជារឿងរ៉ាវរបស់បង្រិតដែលធ្លាប់បានជួបពេលដែលគាត់ទៅជួលផ្ទះមួយខ្នងដែលគោលបំណងចង់កិច្ចពីសង្សារគាត់ហើយកិច្ចហ្នឹងមិនមែនខ្លាចទេគឺចង់កិច្ចពីការចងចាំណាចង់កិច្ចចង់បំភ្លេច memory ពីសង្សារគាត់ចោលអញ្ចឹងណាតែដល់ពេលកិច្ចពីសង្សារនៅផ្ទះពេញណាទៅជួបសង្សារនៅផ្ទះជួលតាមខេត្តវិញអញ្ចឹងកិច្ចពីអូនសាទៅជួបអូនចន្ទធីហើយហ្នឹងហើយអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូទៅប៉ុណ្ណឹងហើយអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅដំណើរខ្មោចក្រោយៗទៀតបាយបាយ